រ៉េខាងជើងត្រូវបានគេចាត់ទុកថាជាប្រទេសក្រីក្រនិងឯកាមួយបំផុតក្នុងលោកអស់រយៈពេលជាង70ឆ្នាំមកនេះត្រកូលគីមបានក្តោបក្តាប់ប្រើប្រាស់អំណាចផ្ដាច់ការគ្រប់គ្រងលើជោគវាសនាប្រជាពលរដ្ឋដ៏កំសត់ដែលមានប្រមាណសរុប25លាននាក់ពិភពលោកហាក់មានការចាប់អារម្មណ៍ដោយមានការសង្ស័យថាមេដឹកនាំកូរ៉េខាងជើងគឺលោកគីមចុងអ៊ុនអាចនឹងស្លាប់បាត់បង់ជីវិតហើយដោយសារជំងឺបេះដូងដ៏ធ្ងន់ធ្ងរត្បិតអីលោកបានបាត់មុខពីសាធារណជនឈឹងតែម្ដងខាងក្រោមនេះគឺជារឿងរ៉ាវអាត់កំបាំងទាំង10យ៉ាងដែលអ្នកមិនអាចដឹងពីប្រទេសកូរ៉េខាងជើងទី1ជាង 40% នៃប្រជាជនកូរ៉េខាងជើងជួបភាពអត់ឃ្លានអត្រាភាពអត់ឃ្លានរបស់ប្រជាជនកូរ៉េខាងជើងបានកើនឡើងដល់ 37.5% ទៅ 43.4% គិតត្រឹមឆ្នាំ 2018 កន្លងទៅនេះបើយោងទៅតាមឯកសារស្រាវជ្រាវសន្ទុះភាពអត់ឃ្លានឬ Global Hunger Index របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារ IFPRI ទី2ប្រព័ន្ធអ៊ីនធឺណិតនៅកូរ៉េខាងជើងស្ទើរតែគ្មានអ្នកប្រើប្រាស់ការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនៅកូរ៉េខាងជើងពិតជាមានការរឹតបន្តឹងតែងមែនទែនពីរដ្ឋាភិបាលអ្នកប្រើប្រាស់អ៊ីនធឺណិតគឺត្រូវប្រើប្រាស់អ៊ីនធឺណិតមួយរបស់រដ្ឋដែលមានឈ្មោះថាខ្វាំងមីយ៉ាងយ៉ាងណាមិញពលរដ្ឋកូរ៉េខាងជើងដែលអាចប្រើប្រាស់អ៊ីនធឺណិតបានគឺមានតែក្រុមមន្ត្រីកម្ពុជាកាន់អំណាចនៅក្នុងជួររាជរដ្ឋាភិបាលសិស្សនិស្សិតដែលជាកូនរបស់ត្រកូលអភិជននិងអ្នកធ្វើការក្នុងអង្គភាពចារកម្មអ៊ីនធឺណិតរបស់រដ្ឋទី3ធនធានរ៉ែក្រោមដីរបស់កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថាមានតម្លៃរាប់ពាន់លានដុល្លារឯណោះអ្វីត្បិតតែជាប្រទេសដែលក្រីក្របំផុតមួយក្នុងលោកកូរ៉េខាងជើងប្រៀបដូចជាដែនដីដ៏ពិសិដ្ឋមួយតាំងលើកំណប់រ៉ែដែលមានតម្លៃមហាសាលដែលមិនទាន់ត្រូវបានគេចម្រាញ់យកនៅឡើយទេយោងទៅតាមអង្គការ Quad បានឲ្យដឹងថាធនធានរ៉ែក្រោមដីរបស់ប្រទេសនេះអាចមានតម្លៃពី6ទៅ10ពាន់លានដុល្លារទី4ការពីនៅរស់ឪពុកលោកគីមចុងអ៊ុនគឺលោកគីមចុងអ៊ីលចំណាយប្រាក់$800,000សម្រាប់ទិញស្រា Hennessy ក្នុងមួយឆ្នាំយោងទៅតាមរបាយការណ៍សារព័ត៌មាន US News បានឲ្យដឹងថាក្នុងមួយឆ្នាំលោកគីមចុងអ៊ីលចំណាយប្រាក់$800,000សម្រាប់ទិញស្រាយកទៅពិសាក្នុងពិធីធំៗរបស់រដ្ឋជាទូទៅស្រាប្រភេទនេះលក់ក្នុងតម្លៃ$630ក្នុងមួយដបសម្រាប់ទីផ្សារកូរ៉េខាងជើងឬស្មើទៅនឹងពាក់កណ្ដាលនៃ GDP ម្នាក់ដែលប្រជាជនរបស់ខ្លួនរកបានក្នុងមួយឆ្នាំទី5នៅកូរ៉េខាងជើងមានស្តង់ដារសេដ្ឋកិច្ច2ហើយតម្លៃអ្វីៗទាំងអស់ក៏បែងចែកជា2ដែរលោក Bill Ground ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown បានប្រាប់សារព័ត៌មាន Marketplace កាលពីឆ្នាំទៅមិញថាការកំណត់តម្លៃអ្វីៗនៅរដ្ឋឯកាមួយនេះគឺបែងចែកជា2កម្មករម្នាក់ដែលធ្វើការក្នុងមុខតំណែងដូចគ្នានៅក្នុងក្រុមហ៊ុនរដ្ឋអាចទទួលបានប្រាក់តិចជាងកម្មករផ្សេងទៀតដែលធ្វើការឲ្យរោងចក្រចិនដែលអាចរកប្រាក់ចំណូលបានលើសដល់ទៅ100ដងទី6ផ្លូវលំដែលមានតម្លៃ$3.9 លានគឺជាចំណុចស្នូលនៃគម្រោងបង្រួបបង្រួមឧបទ្វីបកូរ៉េគណៈកម្មាធិការផ្លាស់ប្ដូរនិងសហប្រតិបត្តិការអន្តរជាតិកូរ៉េបានអនុម័តថវិកា$3.9 លានដើម្បីសាងសង់ផ្លូវលំមួយខ្សែនៅតំបន់ដែលគ្មានយោធាឬ DMZ ដែលបែងចែកព្រំដែនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងគម្រោងនេះគឺជាជំហានមួយដែលកើតចេញពីកិច្ចព្រមព្រៀងកាលពីខែមុនដើម្បីចាប់ផ្ដើមចាត់វិធានការប្រែក្លាយតំបន់ DMZ ទៅជាតំបន់សន្តិភាពទី7ក្រុម hacker ឬក្រុមវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងធ្លាប់ចូលលួចលុយធនាគារផ្សេងបាន$670 លានយោងទៅតាមរបាយការណ៍ចេញពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាក្រុម hacker របស់កូរ៉េខាងជើងធ្លាប់បានចូលលួចលុយសរុប$670 លានពីធនាគារជាច្រើនដូចជា$81 លានពីធនាគារកណ្ដាលរបស់បង់ក្លាដេស$13.5 លានពីធនាគារ Cosmo របស់ឥណ្ឌា$10 លានពីទូ ATM របស់ប្រទេសឈីលីនិងបណ្ដាស្ថាប័នហិរញ្ញវត្ថុជាច្រើនផ្សេងទៀតទី8កូរ៉េខាងជើងអាចរកលុយពីអំពើខុសច្បាប់ផ្សេងក៏$50 លានដែរក្នុងមួយឆ្នាំក្រៅពីការវាយប្រហារតាមអ៊ីនធឺណិតរដ្ឋាភិបាលប្រទេសនេះអាចរកលុយយ៉ាងហោចណាស់ក៏បាន$50 លានផងដែរក្នុងមួយឆ្នាំពីអំពើខុសច្បាប់ជាច្រើនដូចជាការជួញដូរគ្រឿងញៀននិងការចរាចរណ៍លុយក្លែងក្លាយរដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានបដិសេធនឹងរបាយការណ៍នេះប៉ុន្តែមិនធ្លាប់បានបង្ហាញភស្តុតាងច្បាស់លាស់ណាមួយតទល់នឹងរបាយការណ៍របស់អង្គការសហប្រជាជាតិនោះឡើយហើយលុយកខ្វក់ទាំងនេះត្រូវបានគេរាយការណ៍ថាយកទៅផ្គត់ផ្គង់ឲ្យជីវភាពជនស៊ីវិលរបស់មេដឹកនាំកូរ៉េខាងជើង
ទី9បើចង់រត់ចេញពីកូរ៉េខាងជើងត្រូវបង់ប្រាក់ឲ្យអ្នករត់ការ$12,000ប្រសិនបើអ្នកជាប្រជាជនប្រទេសកូរ៉េខាងជើងហើយចង់រត់ចេញពីប្រទេសនេះអ្នកត្រូវចំណាយប្រាក់យ៉ាងច្រើនឲ្យទៅអ្នករត់ការហើយវិធីសាស្ត្រនេះកាន់តែតឹងតែងខ្លាំងចាប់តាំងពីលោកគីមចុងអ៊ុនចូលកាន់អំណាចក្នុងឆ្នាំ2011មកម្លេះតម្លៃនេះកើនឡើងឥតឈប់ឈរពីតម្លៃ$45ក្នុងឆ្នាំ2000ពី$2,000ទៅ$3,000ក្នុងឆ្នាំ2012ប្រសិនបើពួកគេចង់រត់ឆ្លងដែនចូលទៅកូរ៉េខាងត្បូងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ក៏$12,000ឡើងទៅឲ្យអ្នករត់ការផងដែរទី10នៅកូរ៉េខាងជើងវណ្ណៈសង្គមបែងចែកខ្ពស់ទាបអាស្រ័យលើភាពស្មោះត្រង់របស់អ្នកមិនដូចនៅក្នុងប្រទេសឥណ្ឌាឬប្រទេសដទៃទៀតដែលមានវណ្ណៈខុសគ្នាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុឬកម្រិតអប់រំនៅកូរ៉េខាងជើងវណ្ណៈអភិជនគឺសុទ្ធតែអ្នកដែលមានភាពស្មោះស្ម័គ្របំផុតចំពោះរដ្ឋាភិបាលដូចនេះមានន័យថាពលរដ្ឋណាម្នាក់កាន់តែស្មោះត្រង់នឹងរដ្ឋកុម្មុយនីសនិងមេដឹកនាំរបស់ពួកគេអ្នកនោះនឹងទទួលបានឱកាសឡើងតំណែងកាន់តែខ្ពស់តាមនោះដែរដើម្បីបានតំណែងកាន់តែខ្ពស់អ្នកត្រូវគោរពតាមច្បាប់ទាំងអស់ដែលកំណត់ដោយមជ្ឈិមបកកូរ៉េខាងជើងសាក់ឡូគឺជាឈ្មោះតារាកំប្លែងដ៏ល្បីល្បាញបំផុតក្នុងពិភពលោកជាងនេះដោយសារតែលោកជាមនុស្សប៉ិនប្រសប់ក្នុងការសម្ដែងកាយវិការខាងក្រោមនេះគឺជាប្រវត្តិនៃការតស៊ូនិងរឿងរ៉ាវលំបាកខ្លះៗរបស់គាត់សាក់ឡូមិនមែនតែជាតារាកំប្លែងប៉ុណ្ណោះទេហើយគាត់ក៏ជាអ្នកនិពន្ធភាពយន្តបទភ្លេងដឹកនាំរឿងនិងជាតួសម្ដែងផងដែរសាក់ឡូមានឈ្មោះពេញថា Charles Spencer Charlie Chaplin ត្រូវបានគេហៅត្រឹមតែ Charlie ឬ Chaplin Charlie កើតនៅថ្ងៃទី16ខែមេសាឆ្នាំ1889នៅទីក្រុងឡុងប្រទេសអង់គ្លេសនៅពុកលោកឈ្មោះ Charles Spencer ជាអ្នកបញ្ចូលសម្លេងនិងជាតារាសម្ដែងម្ដាយឈ្មោះ Hannah Chaplin ជាអ្នកចម្រៀងនិងជាតារាសម្ដែងពួកគេបានចែកផ្លូវគ្នានៅពេលដែល Charlie មានអាយុមិនទាន់បាន3ឆ្នាំផង Charlie បានរស់នៅជាមួយម្ដាយនិងបងប្រុសម្ដាយតែមួយឪពុកទីតីម្នាក់ឈ្មោះ Zanny Walford ហើយបានផ្លាស់ប្ដូរទីកន្លែងជារឿយៗឪពុករបស់គាត់ជាមនុស្សប្រមឹកនិងមានស្រីកំណាន់ម្នាក់ទៀតផងហើយមិនសូវមានទំនាក់ទំនងជាមួយ Charlie ឡើយ Charlie និងបងប្អូនឪពុកទីតីរបស់គាត់បានរស់នៅជាមួយនឹងឪពុកគាត់នៅពេលដែលម្ដាយរបស់គាត់មានជំងឺផ្លូវចិត្តស្រីកំណាន់របស់ឪពុកគាត់បានបញ្ជូនពួកគាត់ឲ្យទៅសាលាព្រះវិហារសម្រាប់កុមារឈ្មោះ Bishop Temple Boys School ឪពុករបស់គាត់បានស្លាប់នៅឆ្នាំ1901ដោយសាររោគថ្លើមនៅពេលដែល Charlie មានអាយុ12ឆ្នាំ Charlie ក៏បានរស់នៅជាមួយនឹងក្រុមល្ខោនកុមារីឈ្មោះ The Excellent Castle នៅឆ្នាំ1903 Charlie បានដើរតួដំបូងជាក្មេងបម្រើនៅក្នុងរឿង Zolhog ដែលនិពន្ធដោយ William Gillettតួសម្ដែងដោយតារាអង់គ្លេសឈ្មោះ Zane Sperry បានយក Charlie ឲ្យទៅនៅក្បែរនិងបង្ហាត់បង្រៀនគាត់ឲ្យត្រួតត្រាលើទេពកោសល្យរបស់គាត់និងពូកែសម្ដែងឆ្នាំ1910ក្រុមល្ខោនរបស់គាត់បានទៅសម្ដែងនៅអាមេរិករហូតដល់ឆ្នាំ1912ត្រឡប់ទៅអង់គ្លេសបាន5ខែ Charlie ត្រឡប់ទៅអាមេរិកម្ដងទៀតជាមួយនឹងក្រុមល្ខោនឈ្មោះ Fat Cano ប៉ុន្តែនៅពេលដែលក្រុមរបស់គាត់ត្រឡប់ទៅអង់គ្លេសវិញគាត់បានបន្តនៅសហរដ្ឋអាមេរិកចុងឆ្នាំ1913បន្ទាប់ពីការសម្ដែងមកគាត់ត្រូវបានក្រុមហ៊ុនភាពយន្តជាច្រើននៅសហរដ្ឋអាមេរិកជួលគាត់ឲ្យថតឲ្យពួកគេភាពយន្តដំបូងរបស់ Charlie គឺរឿង Making a Living ធ្វើឲ្យនាយកក្រុមហ៊ុនមិនសប្បាយចិត្តទាល់តែសោះដោយសារតែ Charlie ធ្វើឲ្យមានកំហុសដែលត្រូវខាតបង់ថ្លៃជាច្រើនទោះជាយ៉ាងណាគាត់បានផ្ដល់ឱកាសឲ្យ Charlie ម្ដងទៀតរំពេចនោះភាពយន្តទាំងឡាយរបស់ Charlie ទទួលបានភាពជោគជ័យយ៉ាងកក្រឹកកក្រែងហើយគាត់បានក្លាយជាតារាភាពយន្តដ៏សំខាន់បំផុតនៅឯក្រុមហ៊ុនផលិតភាពយន្តអាមេរិកឈ្មោះ Keystone ខ្សែភាពយន្តដើរតន្ត្រង់របស់គាត់បានចាប់ផ្ដើមនៅក្នុងយុគសម័យភាពយន្តកឬភាពយន្តគ្មានសម្លេងការដែលគាត់នៅជាមួយនឹងក្រុមហ៊ុនភាពយន្តកំប្លែង Keystone បញ្ចាំងដំបូងនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ1914ឈ្មោះ Kids Auto Races at Venice និងជាពេលដែលគាត់ប្រើម៉ូដសម្លៀកបំពាក់កំប្លែងដំបូងបំផុតផងដែរពេលនោះ Charlie នឹងការសម្ដែងដើរតន្ត្រង់របស់គាត់បានក្លាយជាតារាដ៏មានប្រជាប្រិយភាពបំផុតនៅក្រុមហ៊ុនខ្សែភាពយន្ត Zenet នៅក្នុងឆ្នាំដំបូងដែលគាត់នៅជាមួយក្រុមហ៊ុន Zenet Charlie បានថតភាពយន្តខ្លីចំនួន34រឿងតាមរយៈខ្សែភាពយន្តដំណើរតន្ត្រង់របស់គាត់នេះហើយដែលគាត់ត្រូវបានគេស្គាល់ឈ្មោះថា Sacklo នៅក្នុងពិភពប្រទេសដែលនិយាយភាសាបារាំង អ៊ីតាលី អេស្ប៉ាញ អង់ដូរ៉ា ប៉ូទុយហ្គាល់ ក្រិក រ៉ូម៉ានី និងទូគីចំណែកនៅប្រទេសប្រេស៊ីលនិងអាសង់ទីនគេស្គាល់ឈ្មោះគាត់ថា Galito ខណៈដែលប្រទេសអាល្លឺម៉ង់គេស្គាល់ឈ្មោះគាត់ថា The Vagabond ភាពយន្តដំណើរតន្ត្រង់ត្រូវបានបញ្ចាំងដំបូងបំផុតនៅសហរដ្ឋអាមេរិក Charlie បានក្លាយជាកំពូលតារានៅក្នុងពិភពអ្នកគាំទ្រភាពយន្តកនៅឆ្នាំ1916ក្រុមហ៊ុន Mutual Film Corporation បានជួលគាត់ឲ្យថតរឿងកំប្លែង
រាប់សិបរឿងដែលក្នុងនោះភាពយន្តល្បីល្បាញបំផុតមានដូចជារឿង Easy Street 1AM The Pawn Shop និង The Adventure ជាដើម Charlie បានចាត់ទុកអំឡុងពេលដែលគាត់នៅជាមួយនឹងក្រុមហ៊ុន Mutual គឺជាពេលដែលគាត់មានសុភមង្គលបំផុតក្នុងអាជីពរបស់គាត់នៅពេលអាមេរិកចូលខ្លួនក្នុងសង្គ្រាមលោកលើកទី1 Charlie បានក្លាយជាអ្នកនាំពាក្យឲ្យ Liberty Bond នៅពេលដែលគាត់បញ្ចប់កិច្ចសន្យាជាមួយនឹងក្រុមហ៊ុន Mutual នៅឆ្នាំ1917គាត់បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន First National នៅឆ្នាំ1919 Charlie គឺជាស្ថាបនិកម្នាក់ជាមួយនឹងមិត្តភ័ក្តិជិតដិតរបស់គាត់3នាក់ទៀតដែលបង្កើត Studio មានឈ្មោះ United Artists ជាមធ្យោបាយកិច្ចពីឥទ្ធិពល Hollywood ដែលព្យាយាមគ្របដណ្ដប់វិស័យភាពយន្តទាំងស្រុងគាត់បានបន្តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ United Artists រហូតដល់ដើមទសវត្សរ៍ឆ្នាំ1950ឆ្នាំ1927ភាពយន្តមានសម្លេងបានចាប់ផ្ដើមនិងក្លាយជាភាពយន្តដែលពេញនិយមបំផុតប៉ុន្តែ Charlie នៅតែមិនថតភាពយន្តមានសម្លេងគាត់និយាយថាកាយវិការមានលក្ខណៈសកលជាងពាក្យសម្ដីខ្សែភាពយន្តមានសម្លេងដំបូងបំផុតរបស់ Charlie គឺរឿង The Great Detective ដែលត្រូវបានបញ្ចាំងនៅឆ្នាំ1940បញ្ចាំងនៅសហរដ្ឋអាមេរិកមួយឆ្នាំមុនពេលអាមេរិកសម្រេចចិត្តចូលខ្លួនក្នុងសង្គ្រាមលោកលើកទី2ក្នុងរឿងនេះ Charlie ធ្វើជាមនុស្សដែលយក model តាម Adolf Hitler របស់អាល្លឺម៉ង់ទោះបីជា Charlie ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យភាពយន្តនិងបានតាំងទីលំនៅនៅសហរដ្ឋអាមេរិកពីឆ្នាំ1914ដល់ឆ្នាំ1953ក្តីក៏គាត់ត្រូវបាន FBI សង្ស័យថាជាសកម្មជនកុម្មុយនីសហើយពួកគេព្យាយាមបញ្ចប់និវេសស្ថានរបស់គាត់នៅអាមេរិកសម្ពាធ FBI ទៅលើ Charlie បន្ទាប់ពីយុទ្ធនាការនៅឆ្នាំ1942របស់គាត់សម្រាប់ពួកអឺរ៉ុបឆ្នាំ1952គាត់បានចាកចេញពីអាមេរិកទៅលេងស្រុកកំណើតនៅទីក្រុងឡុងប្រទេសអង់គ្លេស FBI បានពិភាក្សាជាមួយស្ថាប័នអន្តោប្រវេសន៍ឲ្យដកហូតទិដ្ឋាការរបស់ Charlie ដើម្បីកុំឲ្យគាត់មានសិទ្ធិត្រឡប់ចូលទៅអាមេរិកវិញ Charlie បានសម្រេចចិត្តថានឹងមិនវិលត្រឡប់ចូលអាមេរិកវិញឡើយដោយសារគាត់មិនពេញចិត្តនឹងរដ្ឋាភិបាលអាមេរិកហើយគាត់បានតាំងទីលំនៅនៅប្រទេសស្វីសនៅខែមេសាឆ្នាំ1972គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិកម្ដងទៀតក្នុងរយៈពេលដ៏ខ្លីជាមួយនឹងភរិយារបស់គាត់ដើម្បីទទួលពានរង្វាន់អូស្ការខ្សែភាពយន្តចំនួន2ចុងក្រោយរបស់ Charlie ត្រូវបានផលិតនៅទីក្រុងឡុងគឺរឿង A King in New York ឆ្នាំ1957ដែលគាត់បានដើរតួនិពន្ធដឹកនាំនិងផលិតរឿងមួយទៀតគឺរឿង A Countess from Hong Kong ឆ្នាំ1967ដែលគាត់បានដឹកនាំផលិតនិងនិពន្ធហើយគាត់ក៏បាននិពន្ធបទភ្លេងសម្រាប់ភាពយន្តទាំងពីរនេះផងដែរ Charlie បានចូលនិវត្តន៍ពីពិភពសិល្បៈជាផ្លូវការនៅក្នុងខ្សែភាពយន្ត Modern Timeចាំងនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ1936ហើយនៅក្នុងភាពយន្តនេះគាត់បានបញ្ចប់ដោយគាត់បានដើរនៅលើផ្លូវដែលគ្មានទីបញ្ចប់ឆ្ពោះទៅកាន់ជើងមេឃ Modern Time ត្រូវបានគេចាត់ទុកថាជាភាពយន្តកោចុងក្រោយបំផុតរបស់លោកភាពយន្តច្រើនបំផុតរបស់លោក Saklo គឺនៅពេលដែលគាត់នៅជាមួយក្រុមហ៊ុន Keystone និងក្រុមហ៊ុន Mutual បន្ទាប់ពីគាត់បានបង្ហើយរឿង A Countess from Hong Kong សុខភាពរបស់ Charlie បានចាប់ផ្ដើមធ្លាក់ចុះជាលំដាប់នៅចុងទសវត្សរ៍ឆ្នាំ1960នៅឆ្នាំ1977គាត់ក្រោកដើរលេងរួចក៏ប្រើកៅអីមានកង់ពិភពលោកលែងមានវត្តមានស្ដេចកំប្លែងដ៏រស់រវើក Charlie Chaplin ដែលគាត់បានលាចាកលោកនៅពេលដែលគាត់កំពុងទទួលទានដំណេកនៅទីក្រុងវេវៃប្រទេសស្វីសនៅថ្ងៃបុណ្យណូអែលនាឆ្នាំ1977នៅថ្ងៃទី1ខែមីនាឆ្នាំ1978សាកសពរបស់គាត់ត្រូវបានគេលួចដើម្បីចម្រិតយកប្រាក់ពីគ្រួសារប៉ុន្តែពួកចោរទាំងនោះត្រូវបានចាប់ខ្លួនហើយសាកសពរបស់គាត់ត្រូវបានរកឃើញ11សប្តាហ៍ក្រោយមកនិងត្រូវបានកប់ម្ដងទៀតនៅក្នុងជម្រៅ 1.8 ម៉ែត្រក្នុងទីអាត់កំបាំងមួយដើម្បីជៀសវាងត្រូវគេលួចម្ដងទៀតរូបសំណាករបស់គាត់ត្រូវបានគេសាងសង់ឡើងនៅទីក្រុងវេវៃប្រទេសស្វីសដែលនៅគង់វង្សរហូតដល់សប្តាហ៍ថ្ងៃទោះជាច្រើនទសវត្សរ៍ទៅហើយក្តីរូបសំណាករបស់គាត់និងភាពយន្តរបស់គាត់នៅតែធ្វើឲ្យមនុស្សទស្សសំណោចទប់មិនជាប់ដដែលហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះពិភពលោកនៅពុំទាន់មានតារាកំ pl ែងណាម្នាក់អាចបំបែកឯកតកម្មគាត់បានឡើយចំពោះអាពាហ៍ពិពាហ៍វិញ Charlie ឆ្លងកាត់ចំនួន4លើកទី1រៀបការជាមួយនឹងតារាភាពយន្តឈ្មោះ Mildred Harris នៅឆ្នាំ1918ហើយបានលែងលះគ្នានៅឆ្នាំ1920នៅឆ្នាំ1924គាត់បានរៀបការម្ដងទៀតជាមួយតារាភាពយន្តឈ្មោះ Lita Grace ពួកគេរួមរស់នឹងគ្នាបានកូន2នាក់ក៏ដល់ទីបញ្ចប់ទៀតនៅឆ្នាំ1927នៅឆ្នាំ1936គាត់បានរៀបការជាលើកទី3ជាមួយនឹងនាង Paulette Goddess ជាតារាភាពយន្តដែរហើយបានលែងលះគ្នានៅឆ្នាំ1942នៅខែមិថុនាឆ្នាំ1943 Charlie Chaplin បានរៀបការម្ដងទៀតពេលដែលគាត់មានវ័យ53ឆ្នាំជាមួយនឹងនាង Ona Unal ដែលទើបតែមានអាយុ18ឆ្នាំស្នេហ៍វ័យចំណាស់ប៉ះប្រពន្ធក្មេងល្វក់គូនេះចុះសម្រុងនឹងយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ហើយជាប្រភពសុភមង្គលពិតប្រាកដនៃស្ដេចកំ pl ែងពិភពលោក Charlie Chaplin ហៅ Saklo នឹងរួមរស់នឹងគ្នាលុះ Charlie ទទួលអាណិច្ចកម្មទៅរូប
បិយប័ណ្ណមានច្រើនប្រភេទណាស់នៅក្នុងពិភពលោកយ៉ាងនេះរូបិយប័ណ្ណទាំងអស់មានតម្លៃផ្សេងពីគ្នាខាងក្រោមនេះគឺជារូបិយប័ណ្ណដែលមានតម្លៃថ្លៃជាងគេបំផុតទាំង10នៅលើពិភពលោក$10អូស្ត្រាលីអូស្ត្រាលីគឺជាប្រទេសដ៏ល្បីល្បាញហើយក៏ជាប្រទេសដែលមានទេសភាពស្អាតនិងមានសេដ្ឋកិច្ចខ្លាំងក្លាផងដែរលុយដុល្លារអូស្ត្រាលីត្រូវបានគេប្រើប្រាស់សញ្ញាដុល្លារដូចទៅនឹងដុល្លារអាមេរិកដែរប៉ុន្តែគេបន្ថែមអក្សរ A នៅខាងមុខសញ្ញាដុល្លារដើម្បីធ្វើឲ្យវាកាន់តែងាយសម្គាល់និងខុសពីដុល្លារដទៃទៀតនៅលើពិភពលោកយោងទៅតាមរបាយការណ៍ពីមុនដុល្លារអូស្ត្រាលីធ្លាប់ជាប់ចំណាត់ថ្នាក់លេខ5នៅទូទាំងពិភពលោកដោយមានចំណែកប្រហែល 7.6% ក្នុងប្រតិបត្តិការប្រចាំថ្ងៃនៅក្នុងពិភពលោកដុល្លារអូស្ត្រាលីជាទូទៅគេហៅថាអាស៊ីផងដែរ$1អូស្ត្រាលីស្មើទៅនឹង$0.73អាមេរិកបើគិតទៅតាមអត្រាប្តូរប្រាក់នៅឆ្នាំ2016ទី9ដុល្លារកាណាដាវាគឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសកាណាដាដែលមានចំណាយស្ទើរតែ 5.3% នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃនៅទូទាំងពិភពលោកគូរំលឹកផងដែរថាកាលពីមុនរូបិយប័ណ្ណផ្សេងៗគ្នាជាច្រើនត្រូវបានគេយកមកប្រើប្រាស់នៅក្នុងប្រទេសកាណាដាប៉ុន្តែក្រោយមកពួកគេបានបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួននិងបច្ចុប្បន្ននេះត្រូវបានគេយកមកប្រើប្រាស់នៅទូទាំងប្រទេសកាណាដាតែម្ដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអត្រាប្តូរប្រាក់នៃដុល្លារកាណាដាកាន់តែកើនឡើងដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអំណោយផលនិងរឹងមាំកាន់តែខ្លាំងអ្វីដែលសំខាន់បំផុតប្រទេសកាណាដាគឺមានសេដ្ឋកិច្ចធំលំដាប់ទី11នៅលើពិភពលោក$1កាណាដាគឺស្មើទៅនឹង$0.77អាមេរិកទី8ដុល្លារអាមេរិកមានភាពល្បីល្បាញបំផុតនៅទូទាំងពិភពលោកស្ទើរតែ 85% នៃប្រតិបត្តិការសរុបនៅក្នុងទីផ្សារប្តូរប្រាក់បរទេសត្រូវបានធ្វើឡើងដោយប្រើប្រាស់ដុល្លារអាមេរិកត្រូវបានគេស្គាល់ថាជារូបិយប័ណ្ណពិភពលោកសហរដ្ឋអាមេរិកមានសេដ្ឋកិច្ចខ្លាំងក្លាណាស់ដោយអាចនិយាយបានថាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំបំផុតនៅលើពិភពលោកជាមួយនឹងធនាគារធំជាងគេបង្អស់នៅលើពិភពលោកលុយដុល្លារអាមេរិកត្រូវបានគេប្រើប្រាស់នៅក្នុងប្រតិបត្តិការផ្សេងគ្នាហើយវាគឺជាលុយដុល្លារដែលត្រូវបានគេប្រើច្រើនបំផុតនៅទូទាំងពិភពលោកផងដែរ$1អាមេរិកគឺស្មើទៅនឹង4030រៀលបើធៀបទៅនឹងប្រាក់រៀលខ្មែរទី7 Swiss franc ជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសស្វីសជាទីកន្លែងដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរហើយលុយស្វីសក៏ត្រូវបានគេចាយនៅកន្លែងផ្សេងទៀតជាពិសេសនៅតំបន់អឺរ៉ុបទាំងមូលតែម្ដងហើយត្រូវបានគេប៉ាន់ប្រមាណថាតម្លៃរបស់វាគឺថ្លៃជាងលុយដុល្លារអាមេរិកទៅទៀតនៅលើលុយ Swiss franc មានអក្សរឡាតាំងនិង1 Swiss franc ស្មើទៅនឹង$1.02អាមេរិកទី6លុយអឺរ៉ូវាគឺជារូបិយប័ណ្ណផ្លូវការនៅតំបន់អឺរ៉ុបក្នុងចំណោមប្រទេសជាសមាជិកទាំង28នៃសហភាពអឺរ៉ុបដែលរួមមានដូចជាប្រទេសអូទ្រីស បែលហ្សិក ស៊ីប អេតូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិច អែកឡង់ អ៊ីតាលី អេតូនី លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ប៉ូទុយហ្គាល់ ស្លូវ៉ាគី និងប្រទេសអេស្ប៉ាញបើទោះជាប្រព័ន្ធសេដ្ឋកិច្ចនិងនយោបាយមានភាពមិនសូវខ្លាំងក្លាយ៉ាងណាក្តីប៉ុន្តែអឺរ៉ុបនៅតែអាចគ្រប់គ្រងនិងរក្សាលុយអឺរ៉ូឲ្យឈរនៅលើលុយដុល្លារដដែលលុយអឺរ៉ូនៅតែស្ថិតក្នុងចំណោមរូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកនេះហើយវាក៏ជាផលលំបាកមួយសម្រាប់អ្នកដែលចូលចិត្តទៅកម្សាន្តនៅទីក្រុងរ៉ូមឬទីក្រុងប៉ារីសជាដើមដែល1អឺរ៉ូគឺស្មើទៅនឹង$4580រៀលឬ$1.13អាមេរិកទី5ដុល្លារកោះកៃម៉ានវាគឺជារូបិយប័ណ្ណផ្លូវការនៃកោះកៃម៉ានដែលជាដែនដីមួយស្ថិតនៅក្រៅប្រទេសអង់គ្លេសដែលមានលេខកូដ KYD ដុល្លារនេះត្រូវបានគេប្រើប្រាស់តែនៅក្នុងស្រុកប៉ុណ្ណោះអក្សរកាត់ដែលគេប្រើប្រាស់សម្រាប់លុយនេះគឺ C/$ក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពខុសគ្នាពីដុល្លារផ្សេងទៀតវាត្រូវបានគេចាត់ទុកថាគឺជាលុយដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោកប៉ុន្តែមិនសូវល្បីល្បាញឡើយដោយសារតែគេប្រើវានៅក្នុងតំបន់ជាក់លាក់មួយពោលគឺនៅលើកោះកៃម៉ានផ្ទាល់តែម្ដងដោយ$1កោះកៃម៉ានគឺស្មើទៅនឹង$4920រៀលឬ$1.22អាមេរិកទី4លុយផោនវាគឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសអង់គ្លេសដែលជាទូទៅគេហៅថាផោនគឺជារូបិយប័ណ្ណដែលមានតម្លៃថ្លៃដូចនេះភ្ញៀវទេសចរដែលទៅកំសាន្តប្រទេសមួយនេះត្រូវតែមានលុយច្រើនបន្តិចហើយដើម្បីដើរកំសាន្តនិងទិញអីវ៉ាន់បានច្រើននៅលើលុយផោនមានរូបម្ចាស់ស្ត្រីអេលីសាបែលទី2របស់ប្រទេសអង់គ្លេសដែល1ផោនគឺស្មើទៅនឹង$5793រៀលឬ$1.44អាមេរិកទី3លុយរៀលអូម៉ង់វាគឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសអូម៉ង់ស្ថិតនៅឯមជ្ឈិមប្រទេសឯណោះសេដ្ឋកិច្ចនៅឯមជ្ឈិមប្រទេសបានស្ថិតនៅនឹងថ្កល់ចាប់តាំងពីតម្លៃប្រេងបានធ្លាក់ចុះកាលពីឆ្នាំ2014កន្លងទៅនេះតាមពិតទៅបញ្ហាពិតប្រាកដបានចាប់ផ្ដើមកើតឡើងនៅពេលដែលតម្លៃប្រេងស្ថិតនៅ$100ក្នុងមួយធុងហើយផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅការប្រើប្រាស់ប្រេងយ៉ាងពេញលេញក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មសែលទៅវិញការផ្គត់ផ្គង់ច្រើនហួសហេតុនេះបានបំផ្លាញទីផ្សារប្រេងឆៅដល់លុយរៀលអូម៉ង់ឡើយគឺវានៅតែ
មានតម្លៃថ្លៃព្រោះលុយអូម៉ង់1រៀលអាចប្តូរបាន $2.60 អាមេរិកឯណោះទី2 បារ៉ែនឌីណាបារ៉ែនគឺជាប្រទេសដ៏ល្បីល្បាញនិងជោគជ័យមួយដែលសម្បូរទៅដោយឱកាសការងារប្រទេសនេះមានភាពល្បីល្បាញទូទាំងពិភពលោកក៏ដោយសារតែតម្លៃដ៏ថ្លៃនៃរូបិយប័ណ្ណផងដែរគឺបារ៉ែនឌីណាបារ៉ែនឌីណាគឺជារូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុតមួយនៅក្នុងពិភពលោកដោយសារតែមូលហេតុចម្បងមួយគឺមកពីប្រជាជននៅទូទាំងពិភពលោកទៅប្រទេសបារ៉ែនដើម្បីរកការងារធ្វើព្រោះពួកគេដឹងថានៅទីនោះអាចរកកម្រៃបានច្រើនសម្រាប់ការខិតខំធ្វើការប្រទេសបារ៉ែនត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានចិត្តទូលាយបំផុតមួយនៅលើពិភពលោករូបិយប័ណ្ណរបស់ប្រទេសនេះមានរូបស្ដេចអារ៉ាប់ដែលមានឈ្មោះថា Hamad bin Al Khalifa ដែលមួយបារ៉ែនឌីណាគឺស្មើទៅនឹង 1702 រៀលឬ $2.65 អាមេរិកទី1គុយវ៉ែតឌីណាវាគឺជារូបិយប័ណ្ណផ្លូវការរបស់ប្រទេសគុយវ៉ែតឌីណាត្រូវបានគេចាត់ទុកថាជារូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកយើងនេះប្រទេសមួយនេះសម្បូរបែបខ្លាំងណាស់ព្រោះធនធានប្រេងហើយពួកគេបាននាំចេញប្រេងយកទៅលក់នៅទូទាំងពិភពលោកថែមទៀតផងទោះបីជាប្រទេសគុយវ៉ែតមានរូបិយប័ណ្ណដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកក៏ដោយប៉ុន្តែមនុស្សភាគច្រើននៅតែជ្រើសរើសយកសហរដ្ឋអាមេរិកជាគោលដៅរស់នៅនិងចង់ធ្វើការនៅទីនោះដែលមួយគុយវ៉ែតឌីណាគឺស្មើទៅនឹង $13,384 រៀលឬ $3.32 អាមេរិកប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យហើយមានរចនាសម្ព័ន្ធក្នុងការគ្រប់គ្រងប្រទេសយ៉ាងល្អទើបធ្វើឲ្យប្រទេសនេះមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃខាងក្រោមនេះគឺជាចំណេះដឹងទូទៅដែលតាក់ទងទៅនឹងប្រទេសជប៉ុនទី1ទីតាំងភូមិសាស្ត្រប្រទេសជប៉ុនដែលត្រូវបានគេនិយាយជាភាសាជប៉ុនថានីប៊ូឬនីហុនគឺជាប្រទេសកោះប៉ាស៊ីហ្វិកមហាសមុទ្រនៅឆ្នេរសមុទ្រនៃអាស៊ីអាគ្នេយ៍ប្រទេសជប៉ុនគឺជាកម្រងកោះសំឡើងពីកោះចំនួន 6,852 កោះដែល 97% នៃផ្ទៃដីគ្របដណ្ដប់ដោយកោះធំៗចំនួន 4 គឺកោះហុនស៊ូកោះហុកកៃដូកោះស៊ីខូកូនិងកោះឃ្យូស៊ូនៅក្នុងកោះទាំងនេះមាន 47 ខេត្តដែលមានប្រជាជនសរុប 127 លាននាក់ 73% នៃប្រទេសជប៉ុនគឺជាតំបន់ភ្នំទី2ភាសាជាតិដែលប្រើនៅប្រទេសជប៉ុនគឺជាភាសាជប៉ុនដែលត្រូវបានគេនិយាយជាចម្បងនៅទូទាំងប្រទេសភាសាជប៉ុនចាស់ឬកានប៊ូនមានដើមកំណើតមកពីប្រទេសចិនហើយអក្សរជប៉ុនដំបូងគេបង្អស់មានឈ្មោះថា Fujiki ត្រូវបានគេសរសេរនៅដើមសតវត្សទី 8 ហើយត្រូវបានគេសរសេរជាចម្បងនៅក្នុងតួអក្សរចិនបុរាណនាសម័យបច្ចុប្បន្នប្រទេសជប៉ុនមានតួអក្សរចំនួន 3 ប្រភេទទី1អក្សរកាន់ជីទី2អក្សរហីរ៉ាហ្គាណាទី3អក្សរកាតាកាណាទី3វប្បធម៌ជប៉ុនដំបូងត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីសំណាក់ប្រទេសចិនប៉ុន្តែកំឡុងពេលយុគសម័យអ៊ីដូប្រទេសជប៉ុនបានអនុវត្តគោលនយោបាយឯកោនិយមយ៉ាងតឹងរ៉ឹងដោយបិទទ្វារប្រទេសរបស់ខ្លួនចំពោះទំនាក់ទំនងទាំងអស់ជាមួយពិភពខាងក្រៅបន្ទាប់ពីការដួលរលំនៃយុគសម័យនេះនៅក្នុងឆ្នាំ 1868ប្រទេសជប៉ុនបានផ្លាស់ប្ដូរការអនុវត្តនយោបាយដោយទទួលយកការអនុវត្តវប្បធម៌ទូទាំងពិភពលោកប៉ុន្មានឆ្នាំក្រោយនេះវប្បធម៌លោកខាងលិចបានជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃវប្បធម៌របស់ជប៉ុនរួមទាំងសិល្បៈជីវភាពនិងម្ហូបអាហារទី4សាសនានៅប្រទេសជប៉ុនមានពីរសំខាន់គឺសាសនាស៊ីនតូនិងព្រះពុទ្ធសាសនាស៊ីនតូគឺជាសាសនារបស់ប្រទេសជប៉ុនគណៈព្រះពុទ្ធសាសនាត្រូវបាននាំចូលនៅសតវត្សទី 6 ពីប្រទេសចិនការស្ទង់មតិពីប្រទេសជប៉ុនមួយចំនួនបានរកឃើញថាប្រជាជនជប៉ុន 39% កាន់ព្រះពុទ្ធសាសនា 3.9% ជាអ្នកកាន់សាសនាស៊ីនតូនិង 2.3% ជាអ្នកកាន់គ្រិស្តសាសនាទី5ពិធីបុណ្យនៅក្នុងប្រទេសជប៉ុនមានពិធីបុណ្យជាច្រើនដែលតំណាងឲ្យប្រទេសរបស់ខ្លួនប៉ុន្តែពិធីបុណ្យដែលធំជាងគេគឺការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីពិធីបុណ្យនេះប្រព្រឹត្តទៅកំឡុងពេលនីតិខៈរដូវនិងរដូវក្តៅគោលបំណងនៃពិធីបុណ្យនេះគឺសម្រាប់រំលឹកគុណដល់ព្រះធរណីនិងព្រះគង្គាដែលផ្ដល់ទីកន្លែងសម្រាប់រស់នៅនិងទឹកគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទីក្រុងនីមួយៗក្នុងប្រទេសជប៉ុននិងប្រជាជនគ្រប់រូបប្រារព្ធពិធីបុណ្យនេះយ៉ាងអធិកអធមនិងត្រូវបានចូលរួមយ៉ាងកុះករពីសំណាក់ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសទី6កីឡា
កីឡាដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសជប៉ុនកីឡាដែលពេញនិយមបំផុតកីឡាស៊ូមូកីឡាជូដូនិងការ៉ាតេដូជាកីឡាប្រពៃណីជប៉ុនប៉ុន្តែក៏មានកីឡាបាល់ទាត់និងកីឡាបាល់ឱបដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសជប៉ុនតែគឺជាកីឡាដែលទទួលឥទ្ធិពលពីតំបន់ខាងលិចនាពេលបច្ចុប្បន្ននេះកីឡាស៊ូមូមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងទ្វីបអាស៊ីទី7រចនាសម្ព័ន្ធគ្រួសារក្រុមគ្រួសារតាមបែបបុរាណនៅប្រទេសជប៉ុនត្រូវបានគេហៅថាកាស៊ូគូដែលមានម្ដាយឪពុកនិងកូនរបស់ពួកគេប្រពៃណីកាស៊ូគូគឺជាប្រពៃណីដែលកូនទាំងអស់តែងតែរស់នៅជាមួយឪពុកម្ដាយចាស់របស់ពួកគេទោះជាយ៉ាងណាក៏ដោយនាពេលថ្មីនេះប្រជាជនជប៉ុនមានការមមាញឹកក្នុងការងារជាហេតុធ្វើឲ្យកូនមួយចំនួនយកឪពុកម្ដាយដែលចាស់ជរាទៅរស់នៅក្នុងមណ្ឌលចាស់ជរាទី8នៅប្រទេសជប៉ុនប្រជាជននៅទីនោះបរិភោគសាច់ត្រីជាចម្បងប្រទេសជប៉ុនគឺជាប្រទេសនាំចូលត្រីលេខ1នៅលើពិភពលោកដែលប្រើប្រាស់ប្រហែល 12% នៃត្រីដែលចាប់បាននៅលើពិភពលោកមុខម្ហូបជប៉ុនដ៏ល្បីបំផុតគឺស៊ូស៊ីរួមបញ្ចូលទាំងត្រីស្រស់សណ្តែកដីនិងអង្ករតាមរដូវកាលជនជាតិជប៉ុនក៏បរិភោគសាច់គោនិងសាច់ជ្រូកដែលជាផ្នែកមួយនៃអាហារប្រចាំថ្ងៃរបស់ពួកគេប្រទេសជប៉ុនគឺជាប្រទេសជាតិមួយដែលបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីភាពឯកោនិយមរហូតដល់មានការអភិវឌ្ឍដោយពេលបច្ចុប្បន្ននេះជាភស្តុតាងបញ្ជាក់ថាទោះជាប្រទេសមួយទទួលរងនៅមហន្តរាយក្តីកាលណានៅប្រទេសនោះពោពេញទៅដោយធនធានមនុស្សប្រកបដោយសតិសម្បញ្ញៈនិងមានអ្នកដឹកនាំល្អគឺនឹងធ្វើឲ្យប្រទេសនោះឆ្ពោះទៅកាន់ភាពរីកចម្រើនជាក់ជាមិនខានឆ្នាំ1988លោកស្រីអង្សានស៊ូជីបានវិលត្រឡប់ទៅកាន់ទីក្រុងរ៉ុងហ្គូនដើម្បីមើលថែម្ដាយរបស់លោកស្រីហើយលោកស្រីត្រូវបានជ្រើសរើសឲ្យដឹកនាំការតវ៉ាប្រឆាំងដែលដឹកនាំដោយពួកនិស្សិតប្រឆាំងនឹងយោធាដែលគ្រប់គ្រងប្រទេសចាប់តាំងពីរដ្ឋប្រហារឆ្នាំ1962មកឆ្នាំ1991លោកស្រីទទួលបានពានរង្វាន់ Nobel សន្តិភាពដែលកូនប្រុសរបស់លោកស្រីឈ្មោះ Alexander បានទទួលរង្វាន់នោះជំនួសអ្នកស្រីឆ្នាំ2011លោកស្រីអង្សានស៊ូជីបានជួបជាលើកទី1ជាមួយនឹងលោកធីនសៀនដែលកាលពីពេលនោះគឺជាប្រធានាធិបតីមីយ៉ាន់ម៉ាដែលនោះគឺជាការចាប់ផ្ដើមនៃកំឡុងពេលទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរបស់អតីតយោធាលោកធីនសៀនគឺជាអតីតឧត្តមសេនីយ៍និងជាប្រធានរដ្ឋបាលស៊ីវិលឆ្នាំ2015លោកស្រីអង្សានស៊ូជីបានឡើងកាន់អំណាចនៅក្នុងទូនីតិមួយដើម្បីបញ្ចប់សង្គ្រាមស៊ីវិលបង្កើនការវិនិយោគទុនបរទេសនិងកាត់បន្ថយទូនីតិយោធាក្នុងនយោបាយលោកស្រីអង្សានស៊ូជីបានសន្យាជាមួយសម្ព័ន្ធមិត្តខាងលិចថាលោកស្រីនឹងដោះស្រាយបញ្ហាជនជាតិភាគតិចរ៉ូហីនយ៉ាន់កាន់សាសនាអ៊ីស្លាមផងដែរឆ្នាំ2017កងជីវពលជនជាតិភាគតិចរ៉ូហីនយ៉ានបានវាយប្រហារកងកម្លាំងសន្តិសុខនៅក្នុងរដ្ឋរាខិញយោធាបានឆ្លើយតបវិញដែលមានការដុតបំផ្លាញភូមិរាប់រយនិងសម្លាប់មនុស្សផងដែរលោកស្រីអង្សានស៊ូជីបានស្ដីបន្ទោសភេរវជនចំពោះព័ត៌មានคล้ายៗអំពីវិបត្តិនេះហើយបាននិយាយថាពួកយោធាបានអនុវត្តតាមនីតិរដ្ឋឆ្នាំ2019លោកស្រីបានទៅទីក្រុងឡាអេដើម្បីប្រឈមនឹងការចោទប្រកាន់ពីការប្រឡាយពូជសាសន៍ប្រឆាំងនឹងមីយ៉ាន់ម៉ានៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេលោកស្រីទទួលស្គាល់ពីលទ្ធភាពនៃអ ក្រិតកម្មសង្គ្រាមដែលបានធ្វើឡើងក៏ប៉ុន្តែចាត់ទុកការបង្ក្រាបនោះថាជាកិច្ចប្រតិបត្តិការយោធាស្របច្បាប់ប្រឆាំងនឹងពួកភេរវជនឆ្នាំ2020លទ្ធផលនៃការបោះឆ្នោតសភាខែវិច្ឆិកាបានបង្ហាញថាគណៈបកសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានឈ្នះអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីគណៈបកសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ថាខ្លួននឹងស្វះស្វែងបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយឆ្នាំ2021បន្ទាប់ពីការតវ៉ាអស់រយៈពេលប្រមាណសប្តាហ៍អំពីលទ្ធផលនៃការបោះឆ្នោតដែលទាក់ទិនជាមួយនឹងយោធាមកកាលពីថ្ងៃទី1ខែកុម្ភៈលោកស្រីអង្សានស៊ូជីនិងអិសរាជជនជាន់ខ្ពស់ផ្សេងទៀតមកពីគណៈបកកណ្ដាលអំណាចត្រូវបានឃាត់ខ្លួននៅក្នុងការវាយឆ្មក់មួយកាលពីព្រឹកថ្ងៃច័ន្ទល
លោកស្រីអង្សានស៊ូជីទទួលបានការអប់រំនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រទេសឥណ្ឌានិងចក្រភពអង់គ្លេសលោកស្រីបានរៀបការជាមួយលោក Michael Arish ជនជាតិអង់គ្លេសនៅឆ្នាំ 1972 បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍លោកស្រីមានកូនប្រុស2នាក់បន្ទាប់ពីរដ្ឋប្រហារយោធានៅថ្ងៃទី 18 ខែកញ្ញាឆ្នាំ 1988 គណៈបកគាំទ្រលទ្ធិប្រជាធិបតេយ្យថ្មីឈ្មោះគណៈបកសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវបានបង្កើតឡើងលោកស្រីអង្សានស៊ូជីត្រូវបានតែងតាំងជាអគ្គលេខាធិការលោកស្រីអង្សានស៊ូជីបានថ្លែងសន្ទរកថាជាច្រើនដែលអំពាវនាវឲ្យមានសេរីភាពនិងលទ្ធិប្រជាធិបតេយ្យហើយសកម្មភាពនយោបាយបានបន្តនៅទូទាំងប្រទេសដោយប្រឈមនឹងសម្ពាធក្នុងស្រុកនិងអន្តរជាតិកាន់តែច្រើនរបបផ្ដាច់ការត្រូវបានបង្ខំអំពាវនាវឲ្យមានការបោះឆ្នោតទូទៅដែលធ្វើឡើងនៅឆ្នាំ 1990 នៅពេលលោកស្រីអង្សានស៊ូជីចាប់ផ្ដើមយុទ្ធនាការសម្រាប់គណៈបកសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រីនិងមនុស្សមួយចំនួនទៀតត្រូវបានឃុំឃាំងលោកស្រីអង្សានស៊ូជីត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះដោយខ្លួនឯងក្នុងការបោះឆ្នោតឡើយអ្វីបើលក្ខខណ្ឌជុំវិញការបោះឆ្នោតដែលមិនមានសេរីភាពនិងយុត្តិធម៌ជាមួយលោកស្រីអង្សានស៊ូជីនិងសកម្មជនលទ្ធិប្រជាធិបតេយ្យដទៃទៀតត្រូវបានឃាត់ឃាំងប្រព័ន្ធផ្សព្វផ្សាយដែលលំអៀងការបំផិតបំភ័យនៃអ្នកនយោបាយការបោះឆ្នោតនៅថ្ងៃនោះមានភាពសេរីនិងយុត្តិធម៌គណៈបកសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះអាសនៈចំនួន 83% នៅក្នុងសភាតែរបបផ្ដាច់ការមិនដែលទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយហើយបានបដិសេធមិនប្រគល់អំណាចលោកស្រីអង្សានស៊ូជីត្រូវបានរារាំងស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរហូតដល់ខែកក្កដាឆ្នាំ 1995 នៅពេលដែលលោកស្រីត្រូវបានដោះលែងលោកស្រីប្រឈមមុខនឹងការរឹតបន្តឹងលើការធ្វើដំណើរនៅឆ្នាំ 2000 លោកស្រីអង្សានស៊ូជីត្រូវបានឃាត់ខ្លួនបន្ទាប់ពីប៉ុនប៉ងចាកចេញពីរាជធានីរ៉ុងគូនដើម្បីជួបប្រជុំនយោបាយនៅតំបន់មួយចំនួននៃប្រទេសនៅឆ្នាំ 2002 លោកស្រីអង្សានស៊ូជីត្រូវបានដោះលែងពីការឃុំខ្លួននៅក្នុងផ្ទះដោយមានសេរីភាពធ្វើដំណើរជុំវិញប្រទេសលោកស្រីអង្សានស៊ូជីបានទទួលពានរង្វាន់អន្តរជាតិជាច្រើនរួមមានទាំងពានរង្វាន់ Nobel សន្តិភាពពីសហភាពអឺរ៉ុបលោកស្រីបានអំពាវនាវឲ្យប្រជាជននៅជុំវិញពិភពលោករួមគ្នាតស៊ូដើម្បីសេរីភាពក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីក្លាយជាទីប្រឹក្សារដ្ឋលោកស្រីអង្សានស៊ូជីបានទទួលនឹងការរិះគន់ពីប្រទេសចំពោះការចោទប្រកាន់របស់លោកស្រីនៅការធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋរ៉ូហីនយ៉ានៅក្នុងរដ្ឋរ៉ាខាញ់និងការបដិសេធមិនទទួលស្គាល់ថាយោធាមីយ៉ាន់ម៉ាបានធ្វើការសម្លាប់រង្គាលក្រោមការដឹកនាំរបស់លោកស្រីប្រទេសមីយ៉ាន់ម៉ាក៏ត្រូវបានរិះគន់ផងដែរចំពោះការកាត់ទោសអ្នកសារព័ត៌មានមុខតំណែងរបស់លោកស្រីត្រូវបានបង្កើតឡើងនៅថ្ងៃទី 6 ខែមេសាឆ្នាំ 2016 ដើម្បីអនុញ្ញាតឲ្យមានតួនាទីកាន់តែធំធេងសម្រាប់លោកស្រីអង្សានស៊ូជីនៅក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ាគណៈបកសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីទទួលជ័យជំនះភ្លុកទឹកភ្លុកដីក្នុងការបោះឆ្នោតជាសកលមីយ៉ាន់ម៉ាឆ្នាំ 2015 ទោះជាយ៉ាងណាលោកស្រីត្រូវបានរារាំងតាមច្បាប់រដ្ឋធម្មនុញ្ញមិនឲ្យក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាខណៈដែលស្វាមីរបស់លោកស្រីគឺលោក Michael Arish ជាជនជាតិអង់គ្លេសនិងកូន2នាក់របស់លោកស្រីក៏មានសញ្ជាតិអង់គ្លេសផងដែរខេត្តកែបគឺជាខេត្តមួយដ៏តូចបំផុតរបស់ប្រទេសកម្ពុជាដែលគ្របដណ្ដប់ផ្ទៃដីប្រមាណ336គីឡូម៉ែត្រការ៉េនិងមានប្រជាជនចំនួន 4280 នាក់វាគឺជាខេត្តមួយក្នុងចំណោមខេត្តថ្មីៗបំផុតនៃកម្ពុជារួមជាមួយខេត្តបៃលិនខេត្តព្រះសីហនុនិងខេត្តត្បូងឃ្មុំដែលត្រូវបានបង្កើតឡើងតាមរាជក្រឹត្យថ្ងៃទី 22 ខែធ្នូឆ្នាំ 2008 ត្រូវបានបំបែកចេញពីខេត្តកំពតស្របនឹងការសម្របសម្រួលព្រំសីមាខេត្តជាច្រើនទីរួមខេត្តគឺក្រុងកែបហើយមានឧទ្យានជាតិមួយដែរដែលគេហៅថាឧទ្យានជាតិកែប
ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង4ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជាខេត្តកែបស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ប្រទេសកម្ពុជានិងប្រទេសវៀតណាមឡើយក្រុងកែបធ្លាប់ជាឆ្នេរសមុទ្រដ៏ពេញនិយមរបស់ប្រទេសកម្ពុជាឆ្នេរសមុទ្រនៅក្រុងកែបជាឆ្នេរព្រៃកោងកាងនិងគ្រួសខ្មៅក្រុងកែបសម្បូរដោយគ្រឿងសមុទ្រដែលមានតម្លៃសមរម្យប៉ុន្តែមានរសជាតិឆ្ងាញ់ជាពិសេសគឺក្តាមសមុទ្រតែម្ដងខេត្តកែបក៏មាននៅផលិតផលជាច្រើនផងដែរដូចជាម្រេចអំបិលផ្លែឈើទុរេនស្វាយដូងសាវម៉ាវហើយនឹងមានតំបន់ទេសចរណ៍ជាច្រើនដូចជាឆ្នេរសមុទ្រកោះភ្នំរូងភ្នំនិងរមណីយដ្ឋានជាច្រើនជាពិសេសក៏មានសណ្ឋាគារសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសម្រាប់ស្នាក់នៅទីនោះផងដែរទឹកដីកែបហុំព័ទ្ធទាំងស្រុងដោយខេត្តកំពតលើកលែងតែឆ្នេរសមុទ្រ16គីឡូម៉ែត្រចេញខេត្តនេះមានព្រំប្រទល់នៅខាងត្បូងជាប់ឈូងសមុទ្រថៃនិងប្រទេសវៀតណាមព្រំប្រទល់ខាងលិចមានចម្ងាយ20គីឡូម៉ែត្រពីក្រុងកំពតព្រំប្រទល់ខាងកើតមានចម្ងាយប្រហែល20គីឡូម៉ែត្រពីព្រំដែនប្រទេសវៀតណាមរដ្ឋបាលខេត្តកែបស្រុកដំណាក់ចង្អើរគឺជាស្រុកមួយធំបំផុតក្នុងខេត្តនេះហើយត្រូវបានគេបែងចែកជាពីរឃុំគឺឃុំបង្កោលនៅខាងលិចនិងឃុំពងទឹកនៅខាងកើតនិងមាន11ក្រុមក្រុងកែបស្ថិតនៅចំកណ្ដាលនៃខេត្តត្រូវបានគេបែងចែកជា3សង្កាត់គឺសង្កាត់កែបនៅខាងកើតទៀបកោះកែបសង្កាត់អូក្រសានិងសង្កាត់ព្រៃធំនៅខាងលិចនិងក្រុម8ការផ្លាស់ប្ដូរឈ្មោះពីក្រុងកែបទៅជាខេត្តកែបនៅក្នុងឆ្នាំ2009ខេត្តកែបត្រូវបានគេបែងចែកជាមួយក្រុមនិងមួយស្រុកក្នុងនោះរួមមាន5ឃុំនិងសង្កាត់ស្រុកដំណាក់ចង្អើរនិងក្រុងកែបកោះរបស់ខេត្តកែបទៀបកោះកែបលយទៅទិសនិរតីនៃឆកកែបជារាងត្រីកោណប្រជុំកោះនិងកូនកោះតូចៗទាំង13ស្ថិតនៅខាងកើតនៃទៀបកោះកែបមួយនេះក្នុងនោះរួមមានកោះកុកកោះត្បាល់កោះទន្សាយកោះពោកោះម៉ាក់ប្រាងកោះតាតាយកោះសារ៉ាងកោះសេះកោះស្ងួតកោះស្វាយកោះព្រៃកោះហាត្រីកោះអង្ក្រងនិងកោះខ្ទិះកោះទន្សាយនៅប្រហែល 4.5 គីឡូម៉ែត្រភាគនិរតីនៃខេត្តកែបពួកអ្នកទេសចរត្រូវបានទាក់ទាញដោយឆ្នេរខ្សាច់សក្បោះពីរកន្លែងនិងទឹកសមុទ្ររាក់ដែលស័ក្តិសមសម្រាប់ហែលទឹកលេងបាតសមុទ្រមានផ្កាថ្មប្រប្រាស់ទឹកចម្រុះផ្សេងសត្វនិងរុក្ខជាតិសមុទ្រដែលទាក់ទាញឲ្យពួកអ្នកស្រាវជ្រាវនិងអ្នកបរិស្ថានចូលមកសិក្សាកោះទន្សាយបានមកពីពាក្យថារំសាយកាលមួយនោះដើម្បីជៀសផុតពីកងទ័ពរបស់នាយបញ្ជាការព្រះអង្គម្ចាស់សាគររាជមានការអស់សង្ឃឹមយ៉ាងខ្លាំងដោយសារពួករាជបរិវាររបស់ទ្រង់មានសភាពនឿយហត់អស់ទៅហើយព្រះអង្គបានដឹកនាំទ័ពដែលនៅសេសសល់ឆ្លងកាត់សមុទ្រទៅកាន់កោះមួយនៅចំពីមុខក្រុងកែបដែលជាកន្លែងកងទ័ពបានចែកផ្លូវគ្នាដែលហេតុនេះហើយកោះនេះត្រូវបានគេហៅថាកោះរំសាយឬកោះអំសាយកោះអនសាយនិងកោះទន្សាយដែលយើងបានស្គាល់ដូចសពថ្ងៃនេះរឿងមួយទៀតតាមរយៈអ្នកស្រុកដែលរស់នៅទីនោះតាំងពីក្មេងនៅកែបមុនឆ្នាំ1975ថាកោះនេះពីមុនហៅថាកោះអន្ធាយវាមិនមានន័យច្បាស់លាស់នោះទេចំពោះពាក្យមួយនេះកោះទន្សាយមានផ្ទៃដីប្រហែល2គីឡូម៉ែត្រការ៉េនៅក្នុងសម័យសង្គមរាស្ត្រនិយមកោះទន្សាយคล้ายជាកន្លែងឃុំឃាំងអ្នកទោសហើយពួកអ្នកទោសទាំងនោះក៏ជាអ្នកការពារកោះនោះដែរគេនៅឃើញមានស្លាកស្នាមខ្លះៗបន្សល់ទុកដូចជាផ្លូវរទេះសេះនិងផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះភាគច្រើនហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានបំផ្លិចបំផ្លាញដោយធម្មជាតិនិងសង្គ្រាមជាច្រើនទសវត្សរ៍សពថ្ងៃកោះទន្សាយគឺជាកន្លែងដែលទាក់ទាញទេសចរសំខាន់សម្រាប់ខេត្តកែបនៅលើកោះនេះមានផ្ទះសំណាក់ប្រហែល8និងភោជនីយដ្ឋានប្រហែល5បានបើកនៅក្នុងមូលដ្ឋានកោះនោះដែលបម្រើសេវាអាហារសមុទ្រស្រស់ៗដ៏សំខាន់ដូចជាក្តាមបង្កងនិងត្រីជាដើមពេលថ្ងៃកោះនេះអាចមមាញឹកខ្លាំងជាមួយពួកទេសចរនៅពេលថ្ងៃដែលចាក់ចេញនៅរង្វង់ម៉ោង4ល្ងាចអញ្ចឹងហើយនៅពេលល្ងាចមានមនុស្សតែ2-3នាក់ប៉ុណ្ណោះទៅស្នាក់នៅពេញមួយយប់នៅទីនេះអគ្គិសនីមានត្រឹមតែពីម៉ោង6ដល់ម៉ោង9យប់តាមរយៈម៉ាស៊ីនភ្លើងសប្តាហ៍ថ្ងៃកោះមួយនេះមានប្រជាជន7គ្រួសាររស់នៅលើកោះនេះពួកគេប្រកបរបរនេសាទនិងដាំដើមដូង
កោះពោគឺជាកោះមួយទៀតដែលមានទេសភាពស្អាតដែលត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ហើយវាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរកោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ព័ទ្ធជុំវិញដោយព្រៃឈើបៃតងស្រស់កោះពោគឺជាភូមិឋានរបស់អ្នកនេសាទប្រមាណជា50គ្រួសារដែលរស់នៅយ៉ាងស្ងៀមស្ងាត់លើកោះនៃភូមិសាស្ត្រខេត្តកែបនេះវាក៏ដូចជាសហគមន៍អ្នកនេសាទឯទៀតផងដែរអ្នកភូមិកោះពោរស់នៅដោយសេចក្តីថ្លៃថ្នូរនិងសកម្មក្នុងអាជីវកម្មជាអ្នកនេសាទរបស់ខ្លួនប្រជាពលរដ្ឋនៅកោះពោ 100% គឺជាអ្នកនេសាទពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដីគោកឡើយទីនោះពុំមានសាលារៀនសម្រាប់កុមារគ្មានមន្ទីរពេទ្យហើយក៏គ្មានអគ្គិសនីប្រើប្រាស់ដែរវាជាភូមិដាច់ស្រយាលដែលមានចម្ងាយប្រហែល10គីឡូម៉ែត្រពីក្រុងកែបដើម្បីទៅដល់កោះពោគឺត្រូវធ្វើដំណើរពី1ម៉ោងទៅ2ម៉ោងពលគឺយឺតឬលឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំឬតូចដើម្បីចំណាយតិចភ្ញៀវទាំងឡាយគួរទិញសំបុត្រទៅលេងកោះពោវិញត្រូវចំណាយ$40ទាំងទៅទាំងមកឬក៏ភ្ញៀវទៅលេងកោះទន្សាយក្នុងតម្លៃទៅមក$20សិនហើយនៅពេលជិះទូកអ្នកអាចចរចាជាមួយអ្នកបើកទូកដោយផ្ទាល់ឲ្យជូនទៅលេងកោះពោបន្តក៏បានប្រវត្តិខេត្តកែបនៅសម័យសង្គមរាស្ត្រនិយមមានការបង្កើតខេត្តបន្ថែមចំនួន5និងក្រុងចំនួន3គឺខេត្តព្រះវិហារខេត្តមណ្ឌលគិរីខេត្តរតនគិរីខេត្តឧត្តរមានជ័យខេត្តកោះកុងនិងក្រុងព្រះសីហនុឆ្នាំ1957ក្រុងកែបឆ្នាំ1959និងក្រុងគិរីរម្យខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះក្រុងកែបបានសាងសង់ឡើងតាំងពីកំឡុងឆ្នាំ1908ក្នុងសម័យអាណានិគមបារាំងទីក្រុងនេះបានកែលម្អឲ្យคล้ายទៅជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណិតមួយក្នុងទសវត្សរ៍ឆ្នាំ1960នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមតាមការដំណើររបស់អ្នកខ្លះឈ្មោះទីក្រុងកែបនេះបានคล้ายមកពីពាក្យបារាំងលើការប្រែមកជាភាសាខ្មែរគឺជ្រោយដែលមានន័យថាដីដុះលយទៅសមុទ្រមុននោះក្រុងឆ្នេរដ៏ពេញនិយមនិងល្បីល្បាញបំផុតកែបបានធ្លាក់ក្នុងកាលៈទេសៈចាប់យ៉ឺនក្នុងរយៈកាលប៉ុន្មានឆ្នាំដែរចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ1900រហូតដល់ទសវត្សរ៍ឆ្នាំ1960វាធ្លាប់ជារមណីយដ្ឋានជឿនលឿនសម្បូរសប្បាយសម្រាប់អិសរាជជនបារាំងនិងខ្មែរការភ័ន្តច្រឡំដ៏ធំមួយបានយល់ថាកំឡុងសម័យខ្មែរក្រហមភាគច្រើននៃភូមិគ្រឹះត្រូវបានកំទេចចោលជាក់ស្ដែងអ្នកស្រុកដែលរស់នៅប្រចាំនៅទីនោះដោយសារតែខ្វះខាតលុយកាក់និងស្បៀងអាហារក៏បានរំលំភូមិគ្រឹះមួយចំនួនដូច្នេះហើយទើបពួកគាត់អាចយកចំណែកដែលអាចដោះដូរនៅវៀតណាមដើម្បីបានជាប្រាក់សុទ្ធនិងអង្ករភូមិគ្រឹះកែបជាច្រើនត្រូវបានបោះបង់ចោលប៉ុន្តែភាពរុងរឿងខ្លះរបស់អតីតក្រុងមួយនេះនៅតែឃើញមានដដែលមហាសាគរបានអស់បន្លាយជាខ្សែរួមនឹងកន្លែងដើរលេងដ៏ទូលាយនឹងរូបចម្លាក់ធំៗព្រះបាទសីហនុបានកសាងព្រះរាជដំណាក់មួយបែរមុខទៅឈូងសមុទ្រថៃប៉ុន្តែដំណាក់នោះមិនមានអ្នកកាន់កាប់ឬក៏អ្នកស្នាក់នៅឡើយផ្លូវក្រាលថ្មមួយជាប់ក្រុងនេះជាមួយក្រុងកំពតឆ្នេរកែបសម្បូរដោយដើមកោងកាងនិងទាំងថ្មខ្មៅខុសពីឆ្នេរដែលមានខ្សាច់សក្បោះនៃខេត្តព្រះសីហនុយ៉ាងណាក៏ដោយការចាក់បំពេញជាមួយខ្សាច់សនៃក្រុងព្រះសីហនុបានធ្វើឲ្យឆ្នេរនេះកាន់តែធំនិងស្រស់ស្អាតបច្ចុប្បន្នទីក្រុងមួយនេះមានផ្ទះសំណាក់រមណីយដ្ឋាននិងសណ្ឋាគារច្រើនជាង60នៅក្នុងខេត្តកែបនេះខេត្តនេះគឺជាតំបន់ទេសចរណ៍ដែលមានការរីកចម្រើនលូតលាស់លឿនបំផុតនៅពេលថ្មីៗនេះក្នុងប្រទេសកម្ពុជាជាមួយការផ្ដោតជាមធ្យមទៅលើអាជីវកម្មដែលប្រកបដោយភាពថ្លៃថ្នូររឿងនិទានអំពីខេត្តកែបតាមរឿងនិទានតគ្នាតាក់ទងនឹងឈ្មោះកែបគឺដើមឡើយមានស្ដេចមួយព្រះអង្គព្រះនាមសាគររាជដែលមានមន្តអាគមខ្លាំងពូកែបានប្រើសេពមន្តគាថាហើយបានលួចយកសេះសរបស់មេទ័ពនោះមកជាមួយពលសេនារបស់ខ្លួនមួយចំនួនពេលមេទ័ពផ្អើលឆោឡោដេញចាប់ស្ដេចសាគររាជនិងពលសេនាក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រពេលឈប់សម្រាកនៅមាត់សមុទ្រទ័ពដែលដេញតាមពីក្រោយក៏មកដល់ដោយមានការផិតភ័
ហើយស្រេចសារក៏រាជបានឡើងបំផាយសេះប៉ុន្តែសេះសនោះក៏កញ្ជ្រោលឡើងធ្វើឲ្យព្រះអង្គធ្លាក់ពីលើសេះឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរដោយទ័ពដេញតាមមកកាន់តែគៀកព្រះអង្គក៏ផិតភ័យឡើងផាយសេះរត់ភៀសខ្លួនជាបន្តទៀតដោយទុកចោលកែបសេះនៅទីនោះដំណមកគេក៏បានហៅទីនោះថាកែបសេះហើយយូរទៅក៏ហៅខ្លីមកត្រឹមពាក្យកែបរហូតមកដល់សប្តាហ៍ថ្ងៃនេះតំបន់ទេសចរកោះទន្សាយប្រហែលជាទីទាក់ទាញភ្ញៀវទេសចរដ៏សំខាន់នៅក្នុងខេត្តកែបយ៉ាងណាមិញខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានទីកន្លែងជាទីចាប់អារម្មណ៍ជាច្រើនបានលើកកម្ពស់ឲ្យយើងប្រមាលមើលឃើញនៅទស្សនវិស័យខាងបរិស្ថានដែលបង្កើតជាបរិស្ថានទេសចរមិនត្រឹមតែដោយសាររដ្ឋបាលដែនដីប៉ុណ្ណោះទេក៏ប៉ុន្តែដោយសារគំនិតដូចផ្ដើមជាលក្ខណៈឯកជនតាមរយៈសហគមន៍ទេសចរកែបដែលបានប្រម៉ែប្រមូលសន្តាគារនិងភោជនីយដ្ឋានជាច្រើននៅក្នុងតំបន់នៃខេត្តនេះឆ្នេរកែបមានទីតាំងនៅក្នុងក្រុងកែបនៅចុងនៃជាបកោះកែបតំបន់នេះគឺជាទីឋាននៃមគ្គុគ្រឹះរបស់បារាំងដែលបានបាក់បែកជាច្រើនភាគច្រើនជាខ្សាច់ពណ៌ខ្មៅដែលបានចាក់បំពេញឡើងវិញជាមួយខ្សាច់សក្បោះពីក្រុងព្រះសីហនុព្រៃត្រែកមានទីតាំងនៅក្នុងអូសៀនជាតិកែបដែលមានទំហំប្រហែល8គីឡូម៉ែត្រការ៉េពាសពេញប្រជុំកូនភ្នំកែបជ្រោះផ្កាម្លិះគឺជារណ្ដៅអាចហែលទឹកបាននៅក្នុងរដូវវស្សាដែលពោពេញទៅដោយត្រីខាំជើងភោជនីយដ្ឋានផ្ទះកំណើតដុនបូស្កូត្រូវបានសម្ពោធឡើងនៅខែឧសភាឆ្នាំ2012ជាទីសក្ការៈបូជាទៅលោកដុនបូស្កូនិងក៏ជាការបង្កើតឡើងវិញនៃផ្ទះដែលលោកចនបូស្កូបានចាប់កំណើតនៅឆ្នាំ1816ផ្ទះនេះស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុនបូស្កូភ្នំសសៀកនៅប្រមាណ14គីឡូម៉ែត្រពីក្រុងកែបមានរមណីយដ្ឋានមួយទៀតដែលមានឈ្មោះថាភ្នំសសៀកភ្នំនេះស្ថិតនៅចម្ងាយប្រហែល2ទៅ3គីឡូម៉ែត្រពីរង្វង់មូលសេះសទីនោះមានរូងថ្មសំខាន់ចំនួន4គឺលអាងស្ដេចដំរីសលអាងវាលស្រែ100លអាងសខ្មៅនិងលអាងប្រជៀវលអាងស្ដេចដំរីសគឺជាលអាងមួយធំហើយសំខាន់ជាងគេសម្រាប់គោរពបូជាព្រោះទីនេះមានថ្មសដុះដូចរូបដំរីឯលអាងប្រជៀវនៅផ្នែកម្ខាងទៀតនៃភ្នំមុននឹងចូលដល់ទីនេះលោកអ្នកអាចឮស្នូរសំឡេងរងំនៃសត្វប្រជៀវវាក៏ជារូងធំហើយជ្រៅនិងមានទឹកខួបប្រាំងខួបវស្សានៅទីនោះទោះបីទីនេះមានភាពល្បីល្បាញយ៉ាងណាក្តីក៏ពុំសូវមានទេសចរក្នុងស្រុកទៅទស្សនាច្រើនប៉ុន្មានឡើយនៅភ្នំសសៀកនេះពលគឺភាគច្រើនហួសទៅហួសមកប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញរមណីយដ្ឋានភ្នំសសៀកគឺជារមណីយដ្ឋានវប្បធម៌និងទេសចរសំខាន់បំផុតសម្រាប់ពួកគេរមណីយដ្ឋានទេសចរភ្នំពេញជារមណីយដ្ឋានទេសចរធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរភ្នំពេញមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រងមានឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់មាត់សមុទ្រនិងមានអាកាសធាតុបរិសុទ្ធបក់ទៅបក់មកនៅគ្រប់រដូវកាលនៅថ្ងៃអនាគតខេត្តចង់ប្រែក្លាយឲ្យទៅជាទិសដៅសម្រាប់លំហែនិងកសាងកំពង់ផែខ្នាតអន្តរជាតិទៀតផងអ្វីដែលទន្ទឹងរង់ចាំដំបូងនេះពេលនេះនោះគឺបញ្ហាផ្លូវសម្រាប់ជាប់ទីកន្លែងនេះទៅក្រុងកែបនិងផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចានៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅជារមណីយដ្ឋានទេសចរនិងក្លាយទៅជាតំបន់ទេសចរមួយយ៉ាងសំខាន់នៅខេត្តកែបភ្នំវល្លិបានក្លាយទៅជាតំបន់ដែលគួរឲ្យទាក់ទាញយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1990ពលគឺតាំងពីតំបន់នេះត្រូវបានខ្មែរក្រហមធ្វើសមាហរណកម្មជាមួយនឹងរដ្ឋាភិបាលមកម្លេះពិសេសទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវបរទេសដោយសារតែនៅលើភ្នំវល្លិជាទីកន្លែងដែលមេបញ្ជាការខ្មែរក្រហមម្នាក់ឈ្មោះឈូក្រិនសម្រាប់ចំណាត់ខ្មាំងលោកខាងលិច3នាក់សប្តាហ៍ថ្ងៃភ្នូជនបរទេសទាំង3នាក់ដែលមានបារាំងអង់គ្លេសនិងអូស្ត្រាលីនៅក្នុងភូមិចំការ3ឃុំភ្នំវល្លិស្រុកដំណាក់ចង្អើរបានក្លាយទៅជាទីកន្លែងដែលចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចំណុចដែលជាទីចាប់អារម្មណ៍ថ្មីមួយទៀតគឺចំការម្រេចនៅលើភ្នំវល្លិបានទាក់ទាញភ្ញៀវទេសចរមកពីអាមេរិកនិងបារាំងឲ្យចង់ទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃចំការម្រេចចំការទុរេននិងចំការស្វាយបើចង់ទៅទស្សនាភ្នំវល្លិដោយចេញពីទីប្រជុំជនកំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត10គីឡូម៉ែត្រនឹងបានឃើញ
ញស្លាកសញ្ញាចូលទៅភ្នំវល្លិនៅខាងស្ដាំដៃហើយបន្តដំណើរ5គីឡូម៉ែត្រទៀតនឹងបានទៅដល់ភ្នំវល្លិសេដ្ឋកិច្ចខេត្តកែបសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មនេសាទទេសចរណ៍និងផលិតកម្មអំបិលប្រជាជនខេត្ត 92% មានមុខរបរខាងកសិកម្មនៅក្នុងឆ្នាំ 2008 នៅក្នុងឆ្នាំដដែលនោះមានផ្ទះសំណាក់10បានចាប់ផ្ដើមចុះបញ្ជីនៅឆ្នាំ 2013 មានសន្តាគារធំ16បានចុះបញ្ជីដោយមន្ទីរទេសចរណ៍និង65ទៀតដោយសមាគមទេសចរណ៍នៅក្នុងតំបន់ចំណែកផ្សារនៅក្នុងខេត្តកែបមានដូចជាផ្សារកែបផ្សារដំណាក់ចង្អើរផ្សារសេះសនិងផ្សារក្តាមវិស័យដឹកជញ្ជូនខេត្តកែបផ្លូវជាតិលេខ33ឆ្លងកាត់ខេត្តនេះពីខាងលិចទៅខាងកើតដែលរត់ពីក្រុងកំពតទៅស្រុកកំពង់ត្រាចបន្ទាប់មកឆ្ពោះទៅមុខដល់ព្រំដែនវៀតណាមផ្លូវបំបែកចេញពីផ្លូវជាតិលេខ33មានឈ្មោះថាផ្លូវជាតិលេខ 33Aវាវិញទៅកាន់បូជនីយដ្ឋានសេះសកែបនៅស្រុកដំណាក់ចង្អើរដែលរត់តាមបណ្ដោយឆ្នេរក្រោយមកជាប់ទៅកាន់ផ្លូវជាតិលេខ33ប្រហែល3គីឡូម៉ែត្រទៅភាគខាងកើតខេត្តនេះត្រូវបានឆ្លងកាត់ដោយផ្លូវដែកមួយខ្សែដែលតភ្ជាប់ពីភ្នំពេញនិងកំពង់ផែខេត្តព្រះសីហនុដែលមានស្ថានីយ៍មួយនៅកែបយ៉ាងណាក្តីនៅក្នុងឆ្នាំ 2013 នៅមិនទាន់បានដំណើរការនៅឡើយបាត់ដំបងគឺជាខេត្តមួយនៅភាគពាយ័ព្យនៃប្រជាជាតិកម្ពុជាខេត្តបាត់ដំបងមានទីប្រជុំជនធំនៅក្រុងបាត់ដំបងខេត្តបាត់ដំបងមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាបខាងត្បូងជាប់ខេត្តពោធិ៍សាត់ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តចន្ទបុរីប្រទេសថៃអំពីឈ្មោះបាត់ដំបងអ្នកតាដំបងក្រញូងគឺជានិមិត្តរូបនៃខេត្តបាត់ដំបងលោកតាដំបងក្រញូងជាកូនរាស្ត្រសាមញ្ញកើតចេញពីស្រទាប់កសិករបានឡើងសោយរាជសម្បត្តិជាស្ដេចខ្មែរទី17បន្ទាប់ពីព្រះបាទចក្រពត្តិសោយទីវង្គតហើយដាក់ឈ្មោះថាព្រះបាទកោតមៈអមរទេវរាជនៅថ្ងៃ10កើតខែពិសាខឆ្នាំឆ្លូវគ្រិស្តសករាជ1001ដល់1008បើយោងតាមឯកសារពងសាវតាវត្តទឹកវិលក្នុងស្រុកស្អាងខេត្តកណ្ដាលបានកត់ត្រាទុកថានាយញូងមានដើមកំណើតនៅស្រុកសួនមខុតមានឪពុកឈ្មោះសួនម្ដាយឈ្មោះសែនមុននាយញូងមកចាប់កំណើតឪពុកបានយល់សុបិនឃើញព្រះកាលជាព្រះអាទិទេពផ្នែកកាលវេលាឬក៏មច្ចរាជបានយកដាវមកប្រគល់ឲ្យពេលនោះលោកចៅអធិការវត្តភ្នំបានទស្សទាយថាប្រពន្ធគាត់នឹងបានកូនប្រុសនឹងបានឡើងសោយរាជតែមិនបានអាយុវែងទេពេលមានផ្ទៃពោះនាងសែនត្រូវជាម្ដាយតែងតែចង់បរិភោគប្រមាត់ដីជារុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅបៃតងគ្មានផ្កាទេហើយតែងតែយកមកដាំរដឹកជាប់គ្នាដើម្បីលម្អសួនច្បាររុក្ខជាតិមួយនេះមានរសជាតិល្វីងដូចជាទឹកប្រមាត់ដែលគេអាចយកមកធ្វើជាបន្លែស្លស្រឡក់ហើយក៏ជាឱសថកែរោគគ្រុនស្រាវស្រាយនាយសួនជាប្តីតែងតែទៅកាត់យកមកចម្អិនធ្វើជាអាហារឲ្យប្រពន្ធបរិភោគតាមចំណង់ចិត្តនៅថ្ងៃទី6កើតខែពិសាខឆ្នាំថោះពុទ្ធសករាជ1154នាងសែនបានសម្រាលកូនប្រុសមួយដាក់ឈ្មោះថាញូងព្រោះកូននេះមានសម្បុរខ្មៅស្រអែមស្វាយនាយញូងពេលធំឡើងបានទៅរៀនសូត្រនៅវត្តភ្នំជាមួយចៅអធិការថ្ងៃមួយព្រះមហាក្សត្រតម្រូវឲ្យកេណ្ឌប្រជារាស្ត្រទៅកាប់ព្រៃជញ្ជូនថ្មយកមកកសាងព្រះបរមរាជវាំងនិងបាច់ទឹកសម្អាតស្រះអូប្រឡាយតូចធំក្នុងព្រះនគរនាយញូងត្រូវបានចៅហ្វាយខេត្តចាត់ឲ្យទៅធ្វើជាមេធំហើយបញ្ជូនទៅបំពេញការងារឯមហានគរនាយត្រូវគេបង្គាប់ឲ្យទៅកាប់ព្រៃនិងជញ្ជូនថ្មនៅលើភ្នំដងរែកនិងក្រុមកំណែងខ្លះទៀតក៏ត្រូវគេបញ្ជូនទៅធ្វើការនៅលើភ្នំគូលែនថ្ងៃមួយនាយញូងដល់វេនត្រូវចាំជំរុំហើយមានភារកិច្ចដាំស្លចម្អិនអាហារសម្រាប់ក្រុមកំណែងឯទៀតដែលចេញទៅបំពេញការងារដាំឆ្អិនកាលណានាយញូងរកអ្វីមកជ្រុំបាយមិនបាននាយក៏យកមែកឈើរកាខ្មៅមួយមកជ្រុំបាយភ្លាមនោះបាយសស្គុះក៏ប្រែទៅជាខ្មៅដោយក្តីហេហត់និងឃ្លានផងនាយញូងក៏កាយញាត់បាយពណ៌ខ្មៅនោះទាល់តែអស់រលីងបន្ទាប់មកនាយញូងក៏ចាប់ផ្ដើមដាំបាយថ្មីទុកឲ្យក្រុមកំណែនតែម្ដងនេះពេលនាយញូងរកមែកឈើរកាខ្មៅនោះស្រាប់តែមែកនោះបាត់ស្រមោលរកមិនឃើញដើមរកាខ្មៅដែលបាត់នោះ
គេមិនដឹងឡើយថាជាអន្តរាគមទេវតាឬខ្មោចអារក្សយកមកដាក់ហើយលាក់បាំងទៅវិញហើយកន្លែងដែលបាត់ដើមរកាខ្មៅគេឲ្យឈ្មោះថាបាត់ដំបងរហូតដល់សព្វថ្ងៃពេលនោះនាយញូងស្រាប់តែមានកម្លាំងខ្លាំងដូចជាដំរីសាទាំង7ស្រាប់តែមានដំបងក្រញូងមួយលេចចេញមកយ៉ាងអស្ចារ្យនាយញូងបានយកដំបងនោះមកធ្វើជាអាវុធសម្រាប់ប្រើប្រាស់នាយញូងចាប់យកដំបងមករវីញាប់ស្មេដូចជាកងចក្រហើយនាយញូងក៏អាចហក់លោតបានដល់ទៅកម្ពស់15ហត្ថផងមនុស្សម្នាទាំងឡាយដែលបានឃើញរិទ្ធចេស្តានាយញូងខ្លាំងអស្ចារ្យបាននាំគ្នាដាក់ឈ្មោះឲ្យថាដំបងក្រញូងជារៀងរហូតមកដឹងច្បាស់ថាខ្លួនមានកម្លាំងខ្លាំងក្លាពូកែលើសមនុស្សធម្មតាហើយមានឫទ្ធានុភាពនាយញូងចាប់ផ្ដើមបែកគំនិតចង់សោយរាជ្យធ្វើជាស្ដេចដូចដែលក្រុមកំណែនបានស្នើនាយញូងបានស្រែកប្រកាសប្រាប់ពួកកំណែនទាំងអស់ឲ្យឈប់កាប់ព្រៃសម្រាប់យកទៅសង់ព្រះរាជវាំងស្ដេចហើយឲ្យកាប់ឈើធ្វើជាអាវុធវិញមានដូចជាដំបងប្រណុងដាវលំពែងពូថៅធ្នូស្នាហើយនាំគ្នាវឹកហាត់ជាកងទ័ពដើម្បីចេញដំណើរទៅវាយប្រហារស្ដេចចក្រពត្តិដណ្ដើមរាជប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាដើរតាមដំបងក្រញូងដូចនេះគេរួចផុតពីកំណែនលែងហត់នឿយកាប់ឈើជញ្ជូនថ្មបំរើស្ដេចទៀតដំបងក្រញូងលើកទ័ព 100000 នាក់ច្បាំងឡោមព័ទ្ធព្រះមហានគរចំណែកព្រះមហាក្សត្រចក្រពត្តិកំពុងមានជំងឺជាទម្ងន់បានបែងចែកទ័ពជា2ផ្នែកឲ្យចេញទៅទប់ទល់ជាមួយដំបងក្រញូងផ្នែកទី1ចេញទៅក្រៅក្រុងវាយប្រយុទ្ធប្រឈមទល់មុខជាមួយសត្រូវឯផ្នែកទី2វិញត្រូវនៅប្រចាំការពាររាជធានីការប្រយុទ្ធគ្នារវាងកងទ័ពទាំងសងខាងធ្វើឲ្យទាហានស្លាប់និងរបួសយ៉ាងច្រើនដេដាស់ដំបងក្រញូងទទួលបានជ័យជំនះដោយកំទេចផ្នែកទី1របស់ស្ដេចហើយសម្រុកចូលព័ទ្ធមហានគរជុំជាតិព្រះមហាក្សត្រនៅសល់តែកងទ័ពការពារទីក្រុងប៉ុណ្ណោះក្នុងឱកាសនោះដំបងក្រញូងបានចាត់ពលសេនាត្រៀមចន្លោះនឹងជ័រពេលយប់កណ្ដាលអាធ្រាត្រដំបងក្រញូងបានបញ្ជូនទ័ពឲ្យវាយសន្ធប់ដាក់ចណ្ដាលផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួនហើយចាក់ស្រោចគប់ដុតជ័រឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណក្រុងមិនយូរប៉ុន្មានកងទ័ពព្រៃរបស់ដំបងក្រញូងបានវាយគំទេចទ្វារមហានគរទទួលបានជោគជ័យហើយក៏សម្រុកវាយលុកកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃទៅលើក្រុងទ័ពព្រះរាជានិងប្រជាពលរដ្ឋស្លូតត្រង់ទាំងក្មេងចាស់ប្រុសស្រីគ្រានោះព្រះមហាក្សត្រចក្រពត្តិមានជំងឺផងបានដកព្រះខ័នបំរុងក្រោកឈរឡើងតស៊ូក៏ធ្លាក់ពីលើក្រឡាបន្ទុំសគត់ក្នុងគ្រានោះទៅក្នុងព្រះជន្ម47ព្រះវស្សាព្រះអង្គចក្រពត្តិសោយរាជ្យបាន29ឆ្នាំចំណែកឯដំបងក្រញូងបានឡើងគ្រងរាជ្យជាស្ដេចខ្មែរទី17ដោយដាក់ព្រះនាមថាព្រះបាទគោតមៈអមរៈទេវរាជប្រាសាទបាណន់ជារចនាបថកណ្ដាលសតវត្សទី11និងចុងសតវត្សទី12ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី2ពីឆ្នាំ1050ដល់ឆ្នាំ1066ក្រោយមកត្រូវបានសាងសង់បញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី7ពីឆ្នាំ1181ដល់ឆ្នាំ1219ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកម្ពស់ប្រមាណជា100ម៉ែត្រដោយមានជណ្ដើរចំនួន352កាំស្ថិតនៅក្នុងឃុំកណ្ដឹង2ស្រុកបាណន់ចម្ងាយ25គីឡូម៉ែត្រពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ155ស្របតាមដងស្ទឹងសង្កែទៅទិសនិរតីនៅជើងភ្នំបាណន់មានគូទឹកនិងល្អាងសំខាន់ពីរគឺល្អាងព្រះអាទិត្យនិងល្អាងបិទមាសរមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនិងជារមណីយដ្ឋានធម្មជាតិផងដែរពីព្រោះបានកសាងឡើងនៅលើកំពូលភ្នំប្រកបដោយធម្មជាតិព្រៃព្រឹក្សាព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផងភូមិសាស្ត្រនិងបរិស្ថានជុំវិញបានផ្ដល់អំណោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ពីព្រោះសងខាងផ្លូវទៅកាន់រមណីយដ្ឋាននេះសម្បូរទៅដោយភោគផលដំណាំកសិកម្មដូចជាស្រូវចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានរសជាតិឆ្ងាញ់ដំណាំក្រូចផ្ដល់ផលក្នុងមួយឆ្នាំ2ដងហើយបានដឹកនាំទៅលក់នៅតាមបណ្ដាខេត្តនានានិងទីក្រុងភ្នំពេញផងដែរប្រាសាទឯកភ្នំឬឯកភ្នំជាស្ថាបត្យកម្ម
រចនាបថក្នុងសតវត្សទី11កសាងឡើងនៅក្នុងឆ្នាំ1027ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ពីឆ្នាំ1002ដល់ឆ្នាំ1050ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពីមឯកស្រុកឯកភ្នំចម្ងាយ15គីឡូម៉ែត្រពីទីរួមខេត្តសពថ្ងៃប្រាសាទនេះត្រូវបានបាក់បែកជាអន្លើដោយមូលហេតុធម្មជាតិនិងការជីកកកាយពីមនុស្សប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រាសាទនេះនៅតែមានទ្រង់ទ្រាយល្អខ្លះគួរឲ្យអ្នកទេសចរជាតិនិងអន្តរជាតិមកទស្សនាប្រាសាទបាសែតត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ដែលមានទីតាំងនៅលើទូលមួយចម្ងាយ15គីឡូម៉ែត្រពីទីរួមខេត្តស្ថិតក្នុងភូមិបាសែតឃុំតាប៉ុនស្រុកសង្កែប្រាសាទបាសែតជាស្ថាបត្យកម្មក្នុងសតវត្សទី11កសាងឡើងក្នុងចន្លោះឆ្នាំ1036ដល់ឆ្នាំ1042នៅក្បែរប្រាសាទនេះមានស្រះទឹកមួយរាងការ៉េ20ម៉ែត្រ4ជ្រុងនិងមានជម្រៅ12ម៉ែត្រលក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខូបប្រាំងខូបវស្សាប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹងចម្ងាយ22គីឡូម៉ែត្រពីទីរួមខេត្តប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទូលមួយដែលមានបណ្ដោយ30ម៉ែត្រនិងទទឹង20ម៉ែត្រតាមការអង្កេតមើលប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលនឹងបណ្ដាប្រាសាទកសាងក្នុងសតវត្សទី12ដែរប្រាសាទចំនួន2ស្ថិតនៅក្នុងបរិវេណវត្តស្នឹងនិងមួយទៀតនៅពីមុខវត្តនៅលើបណ្ដោយផ្លូវជាតិលេខ57ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិនរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅគឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកម្សាន្តជាពិសេសភ្ញៀវក្នុងស្រុកក្នុងថ្ងៃឈប់សម្រាកឬបុណ្យប្រពៃណីផ្សេងដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌជាដើមរមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ10ខាងឆ្វេងដៃចម្ងាយ13គីឡូម៉ែត្រពីទីរួមខេត្តបើពិនិត្យឲ្យម៉ត់ចត់ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅមានកម្ពស់100ម៉ែត្រនិងមានកាំជណ្ដើរជាង700កាំក្នុងទូភ្នំទាំងមូលមានល្អាងជាច្រើនប៉ុន្តែល្អាងសំខាន់ដែលគេនិយមទស្សនាគឺល្អាងផ្កាស្លាល្អាងល្ខោននៅលើកំពូលភ្នំមានវត្តមួយឈ្មោះថាវត្តគិរីរម្យនៅជុំវិញក្បែរភ្នំសំពៅមានចង្កោមភ្នំផ្សេងទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿងព្រេងខ្មែររាជកុលនិងនាងរំសាយសក់ដូចជាភ្នំក្តោងភ្នំក្រពើភ្នំទ្រង់មាន់ភ្នំទ្រង់ទាភ្នំនាងរំសាយសក់ជាដើមដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិភ្នំសំពៅស្ថិតនៅក្នុងភូមិភ្នំសំពៅឃុំភ្នំសំពៅស្រុកបាណន់រមណីយដ្ឋានអាងកំពីងពួយត្រូវបានកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្នុងទសវត្សទី76ប្រជាជនជាច្រើនពាន់នាក់ត្រូវបានពលីក្នុងការកសាងអាងមួយនេះអាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺភ្នំគុលនិងភ្នំតាងែនក្នុងឃុំតាក្រៀមស្រុកបាណន់មានចម្ងាយ35គីឡូម៉ែត្រពីទីរួមខេត្តនិងមានចម្ងាយ19គីឡូម៉ែត្រពីផ្លូវជាតិលេខ57អតីតផ្លូវជាតិលេខ10ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រង់មាន់ទំនប់អាងមានបណ្ដោយ7500ម៉ែត្រនិងទទឹងមាន1900ម៉ែត្រអាចផ្ទុកទឹកបាន110លានម៉ែត្រគីបនៅក្នុងរដូវវស្សាគឺជាប្រភពទឹកសម្រាប់ស្រោចស្រពតាមសេចក្តីត្រូវការក្នុងវិស័យកសិកម្មអាងកំពីងពួយមិនគ្រាន់តែផ្ដល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេជាពិសេសលើសនេះទៅទៀតបានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់បម្រើវិស័យទេសចរគឺជារមណីយដ្ឋានមួយដែលទេសចរជាតិនិងអន្តរជាតិទៅលំហែយកខ្យល់អាកាសបរិសុទ្ធទស្សនាភ្នំនិងមុជទឹកលេងប្រជាជននៅក្បែរអាងកំពីងពួយអាចធ្វើអាជីវកម្មធ្វើស្រែចម្ការនិងនេសាទត្រីផងដែរខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្ត្រសម័យអង្គរនិងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់ខេត្តកំពង់ចាមមានប្រាសាទបុរាណទួលបុរាណព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះមិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិដូចជាព្រៃភ្នំទីវាលទន្លេបឹងនិងប្រភពទឹកផ្សេងៗដែលជាសក្តានុពលភាពសម្រាប់វិស័យទេសចរនិងការវិនិយោគខេត្តកំពង់ចាមមានតំបន់ទេសចរសំខាន់ដូចជាប្រាសាទនគរបានជ័យប្រាសាទភ្នំជើងព្រៃប្រាសាទភ្នំហានជ័យប្រាសាទព្រះធាតុទឹកឆាភ្នំប្រុសភ្នំស្រីកសិទេសចរថ្មដាទឹកឆានិងឆ្នេរខ្សាច់កោះប៉ែនជាដើម
ខេត្តកំពង់ចាមគឺជាខេត្តមួយដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជាហើយស្ថិតនៅភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញខេត្តនេះមានចម្ងាយប្រហែល124គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលកាត់តាមផ្លូវជាតិលេខ6និងផ្លូវជាតិលេខ7ខេត្តកំពង់ចាមមានផ្ទៃដីចំនួន4549គីឡូម៉ែត្រការ៉េដែលមានក្រុង1ស្រុកចំនួន9ឃុំចំនួន169សង្កាត់ចំនួន4ភូមិចំនួន1758កាលពីដើមឡើយខេត្តកំពង់ចាមមានក្រុងចំនួន2និងស្រុកចំនួន14នៅដើមអាណត្តិនៃរដ្ឋាភិបាលកម្ពុជាបានបំបែកខេត្តនេះជា2នៅថ្ងៃទី31ខែធ្នូឆ្នាំ2013ដោយព្រះករុណាព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាខេត្តនេះស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គដែលមានព្រំប្រទល់ខាងលិចជាប់ខេត្តកំពង់ឆ្នាំងខាងជើងជាប់ខេត្តកំពង់ធំនិងខេត្តក្រចេះខាងកើតជាប់ខេត្តត្បូងឃ្មុំខាងត្បូងជាប់ខេត្តកណ្ដាលនិងខេត្តព្រៃវែងឈ្មោះខេត្តកំពង់ចាមមិនមានពាក់ព័ន្ធនឹងជនជាតិខ្មែរអ៊ីស្លាមទេប៉ុន្តែវាបានកើតចេញពីការវិវត្តនៃពាក្យក្លាយកំពង់រងចាំបើយោងតាមឯកសារក្រុងកំពង់ចាមដើមឡើយគឺជាដីកោះដែលជាកន្លែងសម្ចតនៃសំពៅនិងទូកក្តោងក្នុងគោលដៅរំលឹកប្រវត្តិនៃឈ្មោះខេត្តដែលញែកដាច់ចេញពីខេត្តត្បូងឃ្មុំដោយទន្លេមេគង្គនោះអាជ្ញាធរខេត្តកំពង់ចាមបានសាងសង់រូបសំណាកមួយចំនួនដើម្បីពន្យល់ប្រវត្តិនៃខេត្តមួយនេះរូបសំណាកដែលតំណាងអ្នកជំនួញផងប្រជាជនសាមញ្ញផងដែលនៅជុំគ្នានៅកំពង់មាត់ទឹកមុននឹងចេញដំណើរទៅកន្លែងនានាកំពង់ចាមคล้ายមកពីពាក្យកំពង់រងចាំដោយសារភាសានិយាយពាក្យថារងចាំអាចជំនួសពាក្យបានចាំទើបប្រជាជនរស់នៅទីនេះទម្លាប់ហៅតគ្នាថាកំពង់ចាំកំពង់ចាំគឺជាកន្លែងមួយនៅក្បែរមាត់ទឹកដែលគេចាំជិះទូកឬសំពៅដើម្បីធ្វើដំណើរបន្តឆ្ពោះទៅកន្លែងណាមួយឬតំបន់ណាមួយទៀតដូចនេះគេបានប្រើពាក្យនិយាយថាកំពង់ចាំជាច្រើនដំណរក្រោយមកមានជនបរទេសបានមកប្រស្រ័យតាក់ទងរកស៊ីនៅទីនេះហើយឈ្មោះកំពង់ចាមមិនច្បាស់ទើបក្លាយទៅជាពាក្យកំពង់ចាមរហូតមកដល់សព្វថ្ងៃខេត្តកំពង់ចាមត្រូវបានគេបែងចែកជា10ស្រុកក្រុងរួមមានស្រុកបាធាយស្រុកចំការលើស្រុកជើងព្រៃស្រុកកំពង់ចាមស្រុកកំពង់សៀមស្រុកកងមាសស្រុកកោះសុទិនស្រុកព្រៃឈរស្រុកស្រីសន្ធរនិងស្រុកតឹងត្រង់ខេត្តកំពង់ចាមមានស្រុកចំនួន9និងក្រុង1មាន93ឃុំនិង4សង្កាត់ប្រាសាទបុរាណក្នុងខេត្តកំពង់ចាមមានប្រាសាទគុកប្រាសាទគុកខ្វិតប្រាសាទគុកតាព្រំប្រាសាទគុកព្រីងជ្រុំប្រាសាទគុកព្រះធាតុប្រាសាទគុកជាហោមប្រាសាទគុកអំពិលទ្វារប្រាសាទជើងអងប្រាសាទទុំប្រងប្រាសាទព្រៃគីប្រាសាទព្រៃនគរក្នុងក្រៅប្រាសាទព្រះធាតុប្រាសាទព្រះធាតុខ្ញុំប្រាសាទព្រះធាតុខ្នាយវ៉ានប្រាសាទព្រះធាតុតូចប្រាសាទព្រះធាតុត្រពាំងជ្រៃប្រាសាទព្រះធាតុធំប្រាសាទព្រះធាតុទឹកឆាប្រាសាទព្រះធាតុបារាយប្រាសាទព្រះធាតុព្រះស្រីប្រាសាទព្រះធាតុសំដីប្រាសាទភូមិមានប្រាសាទភ្នំជើងព្រៃប្រាសាទភ្នំត្រប់ប្រាសាទភ្នំធំប្រាសាទវត្តប្រើសមាសប្រាសាទព្រះធាតុថ្មដាប្រាសាទស្រះត្រប់ប្រាសាទហានជ័យផ្សារក្នុងខេត្តកំពង់ចាមមានផ្សារកណ្ដោលជ្រុំផ្សារកំពង់ចាមផ្សារក្រៃផ្សារខ្នងក្រពើកើតផ្សារខ្នាផ្សារកផ្សារចិនផ្សារចុងជីកផ្សារចំការលើផ្សារជីមន់ផ្សារជីហៃផ្សារដាផ្សារតាអុកផ្សារត្រពាំងកក់ផ្សារត្រពាំងឫស្សីផ្សារត្រែងផ្សារថ្នល់តតឹងផ្សារថ្នល់បត់ផ្សារថ្នល់បំបែកផ្សារថ្មីផ្សារទន្លេបិទផ្សារធំកំពង់ចាមផ្សារបាខំផ្សារបឹងកុកផ្សារបុកខ្នុលផ្សារបែកអន្លង់ផ្សារពីមជីកងផ្សារព្រៃពោផ្សារផ្អាវផ្សារព្រៃតតឹងផ្សារភ្នំដិលផ្សារមេមត់ផ្សារមេសជ្រៃផ្សារសួងផ្សារស្គុនផ្សារស្ទឹងត្រង់ផ្សារស្ពឺផ្សារស្រែវាលផ្សាររាត្រីកំពង់ចាមផ្សារអាហារកំពង់ចាមផ្សារអ្នកតាស្នឹងនិងផ្សារ7មករាមានតំបន់ទេសចរ5កន្លែងដែលទាក់ទាញបំផុតទី1ភ្នំប្រុសភ្នំស្រីមានទីតាំងនៅឃុំក្រឡាស្រុកកំពង់សៀមមានចម្ងាយប្រហែល8គីឡូម៉ែត្រពីខេត្តកំពង់ចាមនិងមានចម្ងាយ114គីឡូម៉ែត្រពីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ7ទី2ប្រាសាទនគរបានជ័យជាកន្លែងវប្បធម៌និងប្រវត្តិសាស្ត្រស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ7ចម្ងាយ2គីឡូម៉ែត្រពីខេត្តកំពង់ចាមឃុំអំពិលលើស្រុកកំពង់សៀមទី3កោះប៉ែនជាកន្លែងទេសចរ
ដ៏ទាក់ទាញមួយក្នុងខេត្តកំពង់ចាមហើយអ្វីដែលធ្វើឲ្យទេសចរកាន់តែចាប់អារម្មណ៍នោះមុនពេលដល់កោះប៉ែននេះអ្នកដើរត្រូវឆ្លងកាត់ស្ពានឫស្សីឬហៅថាស្ពានប្រដេះដ៏វែងមួយខ្សែទី4ភ្នំហាន់ជ័យជារមណីយដ្ឋាននៅភាគខាងកើតខេត្តកំពង់ចាមនិងភាគខាងជើងនៃទន្លេមេគង្គស្ថិតនៅក្នុងភូមិហាន់ជ័យឃុំហាន់ជ័យស្រុកកំពង់សៀមខេត្តកំពង់ចាមទី5ទឹកឆាមានទីតាំងនៅឃុំក្រូចស្រុកព្រៃឈរទីនេះគឺជារមណីយដ្ឋានទឹកស្អាតនិងមានចម្ងាយ24គីឡូម៉ែត្រពីក្រុងកំពង់ចាមខេត្តរតនគិរីជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជាដែលមានទីរួមខេត្តឈ្មោះថាបានលុងស្ថិតនៅកណ្ដាលនៃខ្ពង់រាបចម្ងាយ588គីឡូម៉ែត្រពីទីក្រុងភ្នំពេញខេត្តរតនគិរីមានព្រំប្រទល់ខាងជើងជាប់ប្រទេសឡាវខាងកើតជាប់ប្រទេសវៀតណាមខាងត្បូងជាប់ខេត្តមណ្ឌលគិរីនិងខាងលិចជាប់ខេត្តស្ទឹងត្រែងខេត្តនេះមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជាខ្ពង់រាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំប្រទេសវៀតណាមស្រុកលំផាត់ជាទីប្រជុំជននៅភាគខាងត្បូងខេត្តហើយជាទីរួមខេត្តកាលពីមុនខេត្តរតនគិរីជាគោលដៅទេសចរដ៏មានប្រជាប្រិយភាពនិងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ឆ្នាំប្រជាជនក្នុងខេត្តនេះមានចំនួន149,997 នាក់បើគិតមកទល់នឹងឆ្នាំ2008ហើយភាគច្រើននៃប្រជាជនខេត្តរតនគិរីគឺជាជនជាតិភាគតិចចំណែកឯជនជាតិខ្មែរមានប្រមាណតែ20 ទៅ 30% ប៉ុណ្ណោះខេត្តរតនគិរីមានចំនួន9ស្រុកស្រុកទាំងនោះមានដូចជាស្រុកអណ្ដូងមាសក្រុងបានលុងស្រុកបកែវស្រុកកូនមុំស្រុកលំផាត់ស្រុកអូជុំស្រុកអូយ៉ាដាវស្រុកតាវែងស្រុកវើនសៃនិងមាន49ឃុំស្ថានភាពប្រជាជនភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចម្ការព្រៃដុតពួកគេដាំដុះស្រូវពោតល្ពៅសណ្តែកដីនិងស្វាយចន្ទីជាដើមជនជាតិខ្មែរនិងជនជាតិវៀតណាមមួយចំនួនដែលមានលុយបានកាន់កាប់ចម្ការធំៗនៅជុំវិញទីរួមក្រុងបានលុងពួកគេដាំដុះសណ្តែកដីកាហ្វេស្វាយចន្ទីនិងកៅស៊ូរ៉ែត្បូងមាននៅភាគខាងត្បូងនិងខាងលិចខេត្តគឺជាប្រភពចំណូលដ៏សំខាន់និងជាគោលដៅទេសចរនិងអ្នកដែលរកត្បូងមួយចំនួនផងដែរខេត្តរតនគិរីល្បីថាជាកន្លែងសម្បូរត្បូងទន្ទឹមនិងត្បូងកណ្ដៀងប្រណិតពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយជនជាតិវៀតណាមតាមរយៈផ្លូវជាតិលេខ19ដែលឆ្លងកាត់ទីរួមក្រុងបានលុងទោះជាយ៉ាងណាក៏ដោយវិស័យទេសចរបានក្លាយជាប្រភពចំណូលនាំមុខគេចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចខេត្តក្រុងបានលុងមានសណ្ឋាគារច្រើនជាង4និងមានផ្ទះសំណាក់រាប់មិនអស់ភោជនីយដ្ឋាននិងហាងទំនិញត្រូវបានរីកដុះដាលដូចផ្សិតដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកទេសចរនាពេលថ្មីៗនេះនៅក្នុងខេត្តមួយនេះមានផ្សារធំៗចំនួន4គឺផ្សារកូនមុំផ្សារបកែវផ្សារបានលុងផ្សារអូយ៉ាដាវប្រភពទាក់ទាញទេសចរសំខាន់របស់ខេត្តនេះគឺក្រុមជនជាតិភាគតិចនិងសត្វព្រៃដ៏កម្រជាច្រើនប្រភេទជនជាតិភាគតិច5ក្រុមរស់នៅក្នុងខេត្តរតនគិរីមានជនជាតិទំពូនជនជាតិក្រឹងជនជាតិចារាយជនជាតិកាចុកជនជាតិព្រៅឬជនជាតិក្រវិតទស្សនភាពរស់នៅនិងវប្បធម៌ជនជាតិភាគតិចទាំងនេះបានទាក់ទាញទេសចរពីអឺរ៉ុបនិងអាមេរិកជាច្រើនបឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនគិរីដោយបឹងនេះមានជម្រៅជ្រៅរហូតដល់48ម៉ែត្រទឹកបឹងនេះមានសភាពថ្លាឈ្វេងហើយស្អាតមាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រហែល750ម៉ែត្រនៅជុំវិញបឹងសម្បូរដោយដើមឈើធំៗដែលជាជម្រកនៃសត្វសេកនិងសត្វកម្រនានាជាច្រើនប្រភេទនៅខេត្តរតនគិរីមានទឹកធ្លាក់ស្អាតៗចំនួន5គឺទី1ទឹកធ្លាក់កាចាញទឹកធ្លាក់កាចាញស្ថិតនៅ6គីឡូម៉ែត្រខាងជើងឈៀងខាងលិចក្រុងបានលុងទឹកធ្លាក់មួយនេះហូរចុះទៅទន្លេស្រែពកទឹកធ្លាក់កាចាញមានកម្ពស់12ម៉ែត្រមានទឹកធ្លាក់គ្រប់រដូវកាលពេញមួយឆ្នាំទី2ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅខាងជើងឈៀងខាងលិចក្រុងបានលុងចម្ងាយ7គីឡូម៉ែត្រទឹកធ្លាក់នេះមានកម្ពស់10ម៉ែត្រហើយ
មានជាប់គ្រប់រដូវកាលទី3ទឹកធ្លាក់អូស៊ីនលៀស្ថិតនៅ26គីឡូម៉ែត្រខាងត្បូងក្រុងបានលុងទឹកធ្លាក់នេះមានកម្ពស់4ជាន់ហើយមួយជាន់មានកម្ពស់4ម៉ែត្រទឹកធ្លាក់នេះមានគ្រប់រដូវទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំងទី4ទឹកធ្លាក់អូសែនស្រណោះស្ថិតនៅ9គីឡូម៉ែត្រពីក្រុងបានលុងដែលមានកម្ពស់18ម៉ែត្រដោយមានទឹកធ្លាក់គ្រប់រដូវកាលភ្ញៀវទេសចរអាចសម្រាកលំហែកាយក្នុងធម្មជាតិដ៏ប្រណិតនិងស្រូបយកខ្យល់អាកាសបរិសុទ្ធព្រមទាំងស្ដាប់សំឡេងទឹកធ្លាក់និងសំឡេងបក្សាបក្សីយំទៀតផងទី5ទឹកធ្លាក់ចាអុងស្ថិតនៅភាគខាងលិចក្រុងបានលុង8គីឡូម៉ែត្រហើយធ្លាក់ជាប់ជាប្រចាំប្រភពទឹកធ្លាក់នេះមានតំបន់ភ្នំស្វាយហើយនៅពីក្រោមទឹកធ្លាក់នេះគឺមានរន្ធដ៏ធំមួយដែលអាចឲ្យភ្ញៀវទេសចរចូលទៅឈរឬអង្គុយពីក្រោមទឹកធ្លាក់បានក្រៅពីទឹកធ្លាក់ដ៏ស្រស់ស្អាតនៅក្នុងខេត្តមួយនេះក៏មានអូសៀនជាតិដ៏ល្បីនិងមានជាច្រើនផ្សេងទៀតដូចជាទី1អូសៀនជាតិវីរៈជ័យអូសៀនជាតិវីរៈជ័យស្ថិតនៅ45គីឡូម៉ែត្រខាងជើងក្រុងបានលុងដោយលាតសន្ធឹងលើផ្ទៃដី 332,500 ហិកតាអូសៀននេះមានរុក្ខជាតិនិងដើមឈើធំៗគ្រប់ប្រភេទព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផងទី2ជំរកសត្វព្រៃលំផាត់ជំរកសត្វព្រៃលំផាត់ស្ថិតនៅ37គីឡូម៉ែត្រខាងត្បូងក្រុងបានលុងដោយស្ថិតនៅលើផ្ទៃដី 250,000 ហិកតាវាជាជំរកសត្វព្រៃជាច្រើនប្រភេទជាពិសេសសត្វខ្លាដំរីជាដើមទី3អូចាឡយស្ថិតនៅនឹងទន្លេស្រែពកនៅប៉ែកខាងត្បូងឈៀងខាងលិចក្រុងបានលុងចម្ងាយ34គីឡូម៉ែត្រកន្លែងនេះអាចបង្កើតជាតំបន់ទេសចរនៅតែរដូវប្រាំងប៉ុណ្ណោះទី4ព្រៃនងកាបាតស្ថិតនៅ25គីឡូម៉ែត្រខាងជើងក្រុងបានលុងទីនេះមានបឹងធំមួយដែលគេអាចឃើញសត្វព្រៃនិងបក្សីជាច្រើនប្រភេទមកបឹងនេះក្រៅពីនេះភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិវប្បធម៌របស់ជនជាតិភាគតិចដូចជាជំនឿពិធីបុណ្យការរាំនិងការប្រគំភ្លេងជាដើមទី5វើនសៃស្ថិតនៅតាមបណ្ដោយទន្លេសេសានភាគខាងជើងវាមានប្រជាជនតិចជាង 1000 នាក់ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរដ៏សំខាន់ប្រជាជនភាគច្រើនជាជនជាតិក្រឹងជនជាតិឡាវនិងជនជាតិចិនទី6លំផាត់ជាទីរួមខេត្តចាស់វាស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បូងវាមានប្រជាជនតិចជាង800នាក់រដូវវស្សានៅក្នុងខេត្តនេះគឺចាប់ពីខែមិថុនាដល់ខែតុលាហើយរដូវដែលត្រជាក់ជាងគេបំផុតសម្រាប់ខេត្តមួយនេះគឺចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈចំណែកឯរដូវក្តៅវិញគឺចាប់ពីខែមិនិនាដល់ខែឧសភាដោយមានសីតុណ្ហភាពចាប់ពី20ដល់32អង្សាសេសម្រាប់អ្នកដែលមានបំណងធ្វើដំណើរកម្សាន្តនិងស្រឡាញ់ធម្មជាតិព្រៃភ្នំទឹកធ្លាក់សត្វព្រៃយ៉ាងសម្បូរបែបរុក្ខជាតិជាច្រើនប្រភេទខេត្តរតនគិរីគឺជាកន្លែងដ៏ស័ក្តិសមបំផុត